តបពីភាគមុនមកស៊ូមេរេក៏បានមកអង្គុយកក់សោះឲ្យថាកឈិធម្មតាហើយនាងក៏បាននិយាយថាយីដបងស្មានតែឯងឃ្លានតាប្រហែលជាថាកឈិឲ្យស៊ូមេរេកក់សោះឲ្យគេសិនមកទៅទើបញ៉ាំបាយតាមក្រោយថាកឈិក៏បាននិយាយថាអ្នកនាងគឺខានកក់សក់ឲ្យខ្ញុំយូរហើយទោះស្រីក៏ថាធ្វើខ្លួនឯងខ្លះទៅកុំចាំឲ្យតែគេធ្វើឲ្យពេកថាកឈិក៏ថាអត់ទេគឺខ្ញុំមានអារម្មណ៍ល្អពេលដែលអ្នកនាងកក់ឲ្យយីហើយចុះពីមុនអ្នកណាគេកក់ឲ្យស៊ូមេរេឮអញ្ចឹងហើយនាងក៏ញញឹមស្រាប់តែពេលហ្នឹងថាកឈិក៏បានងាកមកនឹងបានឃើញស៊ូមេរេឡើងមុនលប៉ុណ្ណាប៉ុណ្ណីគេក៏និយាយថាអញហើយចុះអ្នកនាងមិនបានឡើងមុនធំហ៎ស៊ូមេរេឮថាកឈិសួរអញ្ចឹងហើយនាងក៏ប្រឹងបិទបាំងមិនឲ្យថាកឈិឃើញហើយនាងក៏ថាហើយមានអីប្រហែលជាមកពីញ៉ាំសូកូឡាច្រើនពេកទៅដឹងថាកឈិឃើញអញ្ចឹងគេក៏បានទាញដៃនាងចេញនឹងបាននិយាយថាមិនបាច់ប្រឹងបិទបាំងធ្វើអីតែមើលទៅយូរទៅខ្ជូតម្យ៉ាងដែរតាយីថាកឈិដែលណាឡើងមុនមកខ្ជូតអីទៀតទេពេលនឹងដែរឡើងធ្វើឲ្យតួស្រីរៀងអៀនបន្តិចដែរហ្នឹងនាងក៏បាននិយាយទៅកាន់ថាកឈិថាទៅងាកចេញងាកមកចឹងកក់ស្ពូឲ្យមិនកើតស៊ូមេរេក៏ឲ្យបដើនាងក៏គិតក្នុងចិត្តថាមូលហេតុទាំងអស់នេះហើយដែលធ្វើឲ្យខ្ញុំចង់ខ្លាចជាម្ចាស់របស់ឯងងាកមកកន្លែងធ្វើការឯនេះវិញស្រាប់តែមេប្រធានរបស់នាងបានហៅទៅនិយាយជាមួយដោយមេរបស់នាងនឹងបាននិយាយថានៅអង្គភាព lifestyle new គឺប្រើពាក្យសាមញ្ញបានហើយទាំងនេះមិនអាចសរសេរដូចអត្ថបទនយោបាយបានទេយីហេតុតែគេមានចំណេះដឹងខ្ពស់សូម្បីតែសរសេរអត្ថបទក៏មេប្រាប់ឲ្យសរសេរធម្មតាដែរហើយជ្រាបបញ្ជាក់ទៀតថាអ្នកនាងសរសេរនេះគឺអាចធ្វើឲ្យអ្នកអានមិនយល់តែម្ដងហើយនឹងគ្មានអ្នកណាអានវាទៀតទេស៊ូមេរេក៏ថាអូខេខ្ញុំយល់ហើយនិយាយរួមអ្នកទាំងអស់គ្នាដែលឃើញស៊ូមេរេញញឹមសោះនៅកន្លែងធ្វើការរបស់នាងប៉ុន្តែស៊ូមេរេវិញនាងក៏មិនភ្លេចឆែកមើលឆាតជាមួយហាស៊ូមីដែរពេលដែលបើកមើលគេក៏មិនតន់តបនៅឡើយអញនោះរវល់ម៉េះដល់ថ្នាក់គ្មានពេលតបនឹងតួស្រីបើងាកមកកាន់ហាស៊ូមីវិញមើលតែគេទំនងជារវល់ខ្លាំងព្រោះអីគេធ្វើការមិនដើរធម្មតាទេលេងសិតតែរត់ហ្មងស្រាប់តែបុគ្គលិកស្រីនៅខាងមុខហ្នឹងតាមមើលហាស៊ូមីមិនព្រិចភ្នែកហ្មងដូចជាក្នុងចិត្តហ្នឹងគុំតាមស្រឡាញ់គេអញ្ចឹងតែប៉ុណ្ណេះស៊ូមេរេមានគូប្រជែងហើយតពីហ្នឹងស៊ូមេរេក៏បានឆ្លងកាត់កន្លែងមួយដោយចៃដន្យមានអីកន្លែងហ្នឹងក៏បានលើសង្សារចាស់របស់នាងនិយាយជាមួយបរិសម្នាក់ទៀតដោយបរិសម្នាក់ហ្នឹងបានសួរសង្សារចាស់ស៊ូមេរេថាចំឯងធ្លាប់ជាសង្សារជាមួយអ្នកនាងស៊ូមេរេមែនសង្សារចាស់របស់ស៊ូមេរេក៏ថាហ្នឹងហើយប៉ុន្តែឥឡូវយើងបែកគ្នារួចទៅហើយងាកមកកាន់ស៊ូមេរេវិញនាងក៏បានឈរស្ងំស្ដាប់នៅគៀនហ្នឹងទៅបរិសម្នាក់ហ្នឹងក៏បាននិយាយទៀតថាយីឯងពិតជាលយមែនដែលបាននាងជាសង្សារណាមួយនាងគឺជាស្រីស្អាតទៀតប៉ុន្តែមើលទៅរៀងដូចជាគ្រោកគ្រាបន្តិចហើយសង្សាររបស់ស៊ូមេរេក៏បានតបថាហ្នឹងហើយការតាក់ទងគ្នាហ្នឹងក៏រៀង stress ដែរពេលហ្នឹងស៊ូមេរេឮហើយក៏បានដើរចេញបាត់ទៅប៉ុន្តែសង្សារចាស់របស់ស៊ូមេរេក៏បានបន្ថែមទៀតថាប៉ុន្តែតាមពិតទៅនាងក៏ចិត្តល្អដែរហើយរឿងទាំងនេះគឺជាកំហុសរបស់ខ្ញុំដែលមិនអាចមើលថែនាងបានល្អចំណែកអាស៊ូមេរេវិញនាងខឹងផងអីផងស្រាប់តែមកដល់ផ្ទះមិនបានឃើញថាកឈិទៀតនាងរត់តែខឹងហ្មងនាងក៏បាននិយាយទាំងខឹងថាខ្ញុំគិតថាឯងជាសត្វចិញ្ចឹមរបស់ខ្ញុំហើយចុះឥឡូវឯងតាណាបាត់ហើយនិយាយបដាយំបដាស្រាប់តែថាកឈិមកដល់ល្មមមិនទាំងបានអង្គុយស្រួលបួលផងស៊ូមេរេក៏បានស្ទុះទៅអោបថាកឈិហ្មងនឹងបាននិយាយថាខ្ញុំគឺជាមនុស្សស្រីដែលធ្វើឲ្យគេតែងតែ stress ថាកឈិក៏សួរថាអ្នកនាងចង់និយាយពីអីកើតអីមែនស៊ូមេរេក៏បានរៀបរាប់ទាំងអួរណែនអោរ៉ាថាខ្ញុំពិតជាថប់ដង្ហើមខ្លាំងសឹងតែចង់ដាច់ខ្យល់ទៅហើយគឺដោយសារតែសង្សារចាស់របស់ខ្ញុំនឹងបាននិយាយថាគេពិតជាធុញថប់ពេលដែលនៅសង្សារជាមួយនឹងខ្ញុំហើយចុះបើមនុស្សដែលខ្ញុំកំពុងស្រឡាញ់ឥឡូវគេមានអារម្មណ៍បែបហ្នឹងដែរឲ្យខ្ញុំធ្វើមិនទៅថាកឈិក៏សួរថាមនុស្សដែលនាងស្រឡាញ់គឺម្នាក់អីដែលនាំមកផ្ទះហ្នឹងមែនស៊ូមេរេវិញក៏តបថាហ្នឹងហើយគេហ្នឹងគឺជាបរិមម្នាក់ដែលធ្វើឲ្យខ្ញុំស្ងប់ស្ងាត់បំផុតនិងជាបរិមម្នាក់ដែលខ្ញុំជួបនឹងមានអារម្មណ៍ថាសប្បាយចិត្តប៉ុន្តែឥឡូវនេះខ្ញុំគឺមិនប្រកាសក្នុងចិត្តឡើយថាកឈិក៏សួរវិញថាប៉ុន្តែក្រែងអ្នកទាំងពីរបានថើបគ្នាហើយតាហេពេលហ្នឹងបើសិនជាខ្ញុំមិននៅមិនដឹងដល់ណាដល់ណីទេហើយចុះអ្នកនាងទៅបារម្ភអីទៀតតួស្រីវិញក៏នៅតែត្អូញត្អែថាខ្ញុំហ្នឹងហើយគឺជាមេបញ្ហាគឺដោយសារតែខ្ញុំគឺជាមនុស្សចម្លែកខុសគេនៅអីហើយខ្ញុំតែងតែចង់ឲ្យខ្លួនឯង perfect ហើយពេលនេះអារម្មណ៍របស់ខ្ញុំពិតជាច្បុកច្បល់ណាស់ពេលដែលនៅក្បែរគាត់
គឺខ្ញុំតែតែធ្វើអញ្ចឹងដាក់គាត់ជានិច្ចថាស្រឡាញ់ទៅក៏មិនប្រាប់មិនស្រឡាញ់ក៏មិនបានប្រាប់និយាយរួមមកសំបីតែពាក្យពិតនៅក្នុងចិត្តក៏មិនហ៊ានប្រាប់គាត់ដែរចំណែកថាកឈិវិញឃើញនាងយំទៅគេក៏បានលួងថាអ្នកនាងស៊ឺមេរ៉េទៅជាចិត្តតាមពិតអ្នកនាងធ្វើបានល្អហើយមិនមែនជាកំហុសរបស់អ្នកនាងឡើយបានហើយក៏បារម្ភអីគ្មានអីត្រូវបារម្ភទៀតទេហើយថាកឈិក៏បានបន្តទៀតថាអ្នកនាងដឹងអត់មានគេបាននិយាយថាមនុស្សប្រៀបដូចជាកញ្ចក់អញ្ចឹងស៊ឺមេរ៉េថាកញ្ចក់យ៉ាងម៉េចវិញទៅឯថាកឈិក៏និយាយថាហ្នឹងហើយគឺកញ្ចក់មានន័យថានៅពេលដែលមនុស្សបានឃើញពីអាកប្បកិរិយានិងការប្រព្រឹត្តរបស់យើងពួកគេក៏អាចឃើញខ្លួនគេផ្ទាល់ដែរដូច្នេះនៅពេលដែលអ្នកនាងញញឹមនោះហើយធ្វើឲ្យគេដឹងថាគេកំពុងតែធ្វើឲ្យអ្នកនាងញញឹមប៉ុន្តែបើអ្នកនាងតែងតែគិតថាអ្នកនាងគឺជានារីម្នាក់ដែលគ្មាននរណាចូលចិត្តនោះប្រកាសណាស់អ្នករកគ្នាច្បាស់ជាគិតថាអ្នកនាងក៏មិនចូលចិត្តគេដែរយីថាកឈិនិយាយនេះត្រឹមត្រូវដែរតាស៊ឺមេរ៉េក៏រៀងយល់បន្តិចទៅហើយក៏បានអរគុណទៅថាកឈិតពីនឹងកាត់មកត្រង់កន្លែងធ្វើការរបស់ស៊ឺមេរ៉េវិញមេប្រធានពេលដែលឃើញអត្ថបទដែលស៊ឺមេរ៉េសរសេរឡើងវិញហើយគាត់ក៏បានសរសើរនឹងពេញចិត្តជាខ្លាំងនឹងបាននិយាយថាហ្នឹងហើយគេធ្វើអញ្ចឹងគឺងាយស្រួលអានជាងមុនចំណែកឯតួស្រីវិញក៏អរគុណមេរបស់នាងទាំងបខំចិត្តបើមេប្រធានរបស់នាងធ្វើអញ្ចឹងអីនាងក៏មិនសូវសប្បាយចិត្តប្រហែលដែរស្រាប់តែពេលហ្នឹងលោកហាសមីហ្នឹងក៏បានឆាតមកនឹងបាននិយាយថាខ្ញុំចង់ជួបអ្នកនាងនិងចង់និយាយជាមួយអ្នកនាងបន្តិចស៊ឺមេរ៉េឃើញអញ្ចឹងនាងចាប់ផ្ដើមភ័យហ្មងថាចំមានរឿងអីហ្នឹងអត់តបសារទេតែហៅទៅជួបហ្មងពេលមកដល់ខាងលើពួកគេទាំងពីរនេះដូចជារៀងអៀនគ្នាមិនទេដូចជាមិនចង់និយាយជាមួយគ្នាសោះយីគូនេះបើរឿងមុខដំណើរនឹងការងារវិញម្នាក់គឺមិនធម្មតាឡើយតែតោះអីរឿងស្នេហាវិញចប់និយាយហ្មងស៊ឺមេរ៉េក៏បានសួរមុនថាលោកធ្វើការងារបានល្អណាស់ខ្ញុំបានឃើញហើយប៉ុន្តែប្រហែលជាហត់ខ្លាំងហើយមើលទៅក្រោយពីនឹងហាស៊ឺមីក៏ធ្វើការសុំទោសទៅកាន់ស៊ឺមេរ៉េចំណែកឯស៊ឺមេរ៉េវិញក៏បានធ្វើការសុំទោសទៅកាន់ហាស៊ឺមីវិញដែរអញអាមិនចាំទេគូនេះហាស៊ឺមីក៏បាននិយាយទៀតថាហ្នឹងហើយអ្នកនាងអង្គុយចុះសិនទៅគេក៏បានបន្តទៀតថាតាមពិតទៅខ្ញុំគឺចង់សុំទោសអ្នកនាងយូរណាស់មកហើយប៉ុន្តែគ្មានឱកាសសោះខ្ញុំសុំទោសដែលខ្ញុំចិត្តអាក្រក់នឹងអ្នកនាងប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យអ្នកនាងដឹងរឿងមួយថាគឺខ្ញុំបានលេងសើចជាមួយនឹងអ្នកនាងឡើយតាំងពី9ឆ្នាំមកម្លេះចំកន្លែងនេះស៊ឺមេរ៉េនិងហាស៊ឺមីធ្លាប់ស្រឡាញ់គ្នាមែនស្មានតែស៊ឺមេរ៉េក្រាស់គេតែឯងតាស៊ឺមេរ៉េសុកមិនដឹងជាយ៉ាងម៉េចទៅនឹកឃើញរឿងមុននៅលើចំហរបស់នាងក៏បានស្វែងរត់ចេញនិងខ្ទប់ចំហឡើងចិត្តយីដល់វគ្គសារភាពស្នេហាទៅហើយមកចឹងអីណាចំណែកឯហាស៊ឺមីមានតែដឹងថានាងខ្មាស់រឿងមុនឯណាដែលគិតថានាងគឺកំពុងតែកិច្ចពីគេក៏បាននិយាយថាខ្ញុំតែតែឆ្ងល់ណាស់ថាហេតុអីបានជានាងចាក់ចេញពីខ្ញុំភ្លាមហើយកិច្ចមុខខ្ញុំនឹងទៅសហរដ្ឋអាមេរិកបាត់អញរឿងមិនវិញអ្នកណាធ្វើឲ្យអ្នកណាឈឺចាប់ហើយហេតុអីបានជាស៊ឺមេរ៉េត្រូវកិច្ចដែរហាស៊ឺមីក៏បាននិយាយទៀតថាយ៉ាងហោចណាស់អ្នកនាងមុននឹងចាក់ចេញទៅអ្នកនាងគួរតែប្រាប់ខ្ញុំផងថាអ្នកនាងមានអារម្មណ៍បែបណាចំពោះខ្ញុំប៉ុន្តែខ្ញុំគិតថាអ្នកនាងមានអារម្មណ៍ដូចខ្ញុំដែរចំណែកឯស៊ឺមេរ៉េវិញដោយសារតែខ្លាចហាស៊ឺមីឃើញមុនរបស់នាងនាងចិត្តតែខ្ទប់ច្រមុះនឹងកិច្ចពីហាស៊ឺមីដែលធ្វើឲ្យគេឡើងអន់ចិត្តហ្មងចុះបើនិយាយមួយថ្ងៃឯងនាងកិច្ចមុខរហូតចឹងហាស៊ឺមីវិញក៏ថាអូខេខ្ញុំយល់ហើយយល់គ្រប់យ៉ាងគឺខ្ញុំគិតខុសម្នាក់ឯងទាំងអស់ចាប់ពីពេលនេះតទៅខ្ញុំសង្ឃឹមថាពួកយើងគឺនៅតែមានទំនាក់ទំនងល្អនឹងគ្នាទៀតមានន័យថាពួកយើងនៅតែជាមិត្តរួមថ្នាក់ជាមួយនឹងគ្នាស៊ឺមេរ៉េវិញគ្រាន់តែហាស៊ឺមីដើរចេញទៅនាងក៏បានស្រែកថាអត់ទេតាមពិតទៅនិយាយរួមនៅតែតាមពិតទៅមិនដឹងជាពេលណានិយាយចេញទេអញើវិញកាន់តែហូរទៀតហាស៊ឺមីវិញគេចាំផ្ទៀងស្ដាប់យ៉ាងផ្ទះសាហ្មងពេលហ្នឹងហាស៊ឺមីក៏បានចូលមកស្ដាប់ឲ្យចិត្តស្រាប់តែមាននារីម្នាក់ដើរមកពីក្រោយអ្នកទាំងអស់គ្នាចាំនាងអត់គឺនាងតែតែលួចមើលហាស៊ឺមីរហូតនាងក៏សួរហាស៊ឺមីថាលោកចាំខ្ញុំអត់ខ្ញុំគឺហ្វូគូស៊ីម៉ាធ្វើការនៅកន្លែង receptionist តាមពិតទៅយើងជួបគ្នារាល់ថ្ងៃសោះហ្នឹងណាយីអត់មកទេតែមកម្ដងចឹងហ្មងតែនាងធ្វើកាយវិការដូចជាសិទ្ធស្នាជាមួយហាស៊ឺមីណាអញ្ចឹងនាងក៏បានសួរហាស៊ឺមីទៀតថាតើលោកមានពេលអត់ឥឡូវហ្នឹងបើសិនបើលោកមានពេលគឺខ្ញុំចង់ដឹងរឿងជាច្រើនទៀតអំពីរឿងហ្នឹងគឺនាងចង់សម្ដៅទៅលើកិច្ចការដែលហាស៊ឺមីទើបតែបំពេញរួចរាល់ទើបនាងចង់ដឹងរឿងជាច្រើនទៀតពាក់ព័ន្ធជាមួយនឹងការងារហ្នឹងចង់ដឹងមែនតើឬក៏យកលេសទៅដឹងហាស៊ឺមីក៏តបថាអត់ទេឥឡូវនេះខ្ញុំគ្មានពេលឡើយនាងក៏បានប្រែទឹកមុខមួយរំពេចភ្លាមហ្មងហាស៊ឺមីក៏បានដើរទៅរកស៊ឺមេរ៉េនិងសួរថាបាញ់មិញអ្នកនាងនិយាយថាម៉េច
ស៊ូមេរ៉េឃើញអញ្ចឹងនាងក៏ធ្វើជាដើរទៅនិយាយទូរស័ព្ទបន្ទាប់មកស៊ូមេរ៉េក៏បានងាកមកប្រាប់ហាស៊ូមិថាសុំទោសផងដោយសារឥឡូវនេះមានការងារបន្ទាន់ដែលខ្ញុំត្រូវដោះស្រាយដូច្នេះហើយខ្ញុំសុំលាទៅមុនហើយយីចប់ហ្មងកុំតែនារី receptionist នឹងមកទេកុំអីសារភាពស្នេហ៍បាត់ Fukushima ក៏បាននិយាយជាមួយនឹងហាស៊ូមិទៀតនិយាយរួមអត់ចេះអត់រឿងហ្មងប៉ុន្តែហាស៊ូមិមានតែខ្វល់ណាគេខ្វល់តែស៊ូមេរ៉េទេតពីនឹងមកមិត្តភ័ក្តិរបស់ទូស្រីក៏បានមកលេងផ្ទះរបស់នាងពេលហ្នឹងថាកឈីគេធ្វើឡើងទំនងហ្មងណាដោយឈរចាក់កាហ្វេឲ្យភ្ញៀវអីណាមករបស់ស៊ូមេរ៉េក៏និយាយទៀតថាចឹងឯងអត់បានប្រាប់គេទេថាឯងមានអារម្មណ៍យ៉ាងម៉េចចំពោះគេហ្នឹងស៊ូមេរ៉េក៏ថាប៉ុន្តែយើងគួរតែរកពេលវេលាណាដែលស័ក្តិសមដែរមិនមែនចេះតែប្រាប់ណាយីពេលវេលាស័ក្តិសមដល់ណាទៀតស៊ូមេរ៉េបានទៅលើគេបាត់លើហើយមករបស់នាងក៏បាននិយាយទៀតថាប្រសិនជាឯងធ្វើដូចម្នាក់ receptionist នឹងវិញម្លេះសមមិនមែនចឹងទេពេលហ្នឹងថាកឈីគេឆុងកាហ្វេរួចទៅហើយនឹងដើរបំរុងនឹងយកឲ្យទូស្រីនឹងមិត្តរបស់នាងស៊ូមេរ៉េក៏បានប្រាប់សញ្ញោឲ្យគេចេញទៅបើមិនប្រាប់សញ្ញោមិនបើដល់ម៉ោងគេទាយទៅហើយយកកាហ្វេមកញ៉ៃញ៉ៃអីណាមិត្តរបស់នាងក៏ចាប់ផ្ដើមតម្រៀបបៀឲ្យស៊ូមេរ៉េចាប់នាងក៏បានចាប់មួយសន្លឹកដែលមានន័យថាគូសង្សារចំណែកឯមិត្តរបស់នាងក៏បានបន្តប្រាប់ថាលោកហាស៊ូមិនឹងមើលទៅគឺជាមនុស្សម៉ត់ចត់ចៃដនអីគេក៏បានជួបមនុស្សម្នាក់ដែលគេពេញចិត្តហើយនៅក្នុងចិត្តរបស់គេនឹងក៏បានកំណត់ថាគឺពិតជានារីម្នាក់នឹងហើយដែលគេស្រឡាញ់នឹងពេញចិត្តពិតប្រាកដកន្លែងនេះគឺខ្ញុំសង្ស័យថាគាត់នឹងកំពុងបង្ហាញអារម្មណ៍ពិតទៅកាន់នារីម្នាក់នឹងស៊ឺមេរ៉េលឺអញ្ចឹងហើយនឹងអភ្លាមហ្មងពួកអីហាស៊ូមិទៅទៅសារភាពហើយប៉ុន្តែមិនទាន់អស់ទេនៅមានទៀតមិត្តរបស់នាងក៏បាននិយាយទៀតថាលោកហាស៊ូមិនឹងក៏ងាយនឹងត្រូវបានគេលួងយកដែរហើយឥឡូវនេះមាននារីជាច្រើនចាប់អារម្មណ៍គេផងត្រូវអត់ទូស្រីក៏ងក់ក្បាលមិត្តរបស់នាងក៏បានសួរទៀតថាហើយម្នាក់នឹងដូចជាម្នាក់ស្រី receptionist នឹងដែរមែនទូស្រីក៏ថាហ្នឹងហើយមិត្តរបស់នាងឮអញ្ចឹងហើយក៏លាន់មកថាចុំយ៉ាចំណុចនេះគ្រោះថ្នាក់ណាស់គ្រោះថ្នាក់យកតែមែនតែនហ្មងតួស្រីពេលឮថាគ្រោះថ្នាក់ចឹងនាងក៏ភ័យបន្តិចដែរក៏បានសួរមិត្តនាងថាតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅមិត្តរបស់នាងក៏ប្រាប់ថាងាយស្រួលទេតែឯងវិញត្រូវតែស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯងគឺគ្រាន់តែឯងមានភាពក្លាហានក្នុងការបញ្ចេញអារម្មណ៍ពិតរបស់ឯងឲ្យគេដឹងចំណែកឯតួស្រីវិញគ្រាន់តែឃើញមុខគឺដឹងហើយថានាងពិបាកក្នុងការនិយាយប៉ុណ្ណាឯថាកឈិវិញក៏បានយកកាហ្វេឲ្យពួកគេទាំងពីរនាក់ដោយមិនប្រយ័ត្នធ្វើឲ្យកពុកកាហ្វេឡើងពេញលើតុហ្មងតែចង់ជួយទេតែធ្វើឲ្យវល់ថែមហ្មងថាកឈិមកតួស្រីក៏បាននិយាយថាម៉ូមិនអត់ចេះប្រយ័ត្នប្រយែងអញ្ចឹងប្រឡាក់ខ្ញុំអស់ហើយស៊ូមេរ៉េក៏ថាសុំទោសយូរីអូក៏ប៉ុន្តែឈ្មោះគេយូរីសោះឥឡូវហៅឈ្មោះហ្មងទៅស្រួលស្ដាប់ជាងយូរីបាននិយាយទៅកាន់ស៊ូមេរ៉េថាស៊ូមេរ៉េបើទោះជាឯងស្មោះត្រង់នឹងគេប៉ុណ្ណាក៏ដោយប៉ុន្តែឯងនៅតែមានអាកំបាំងជាមួយគេនឹងដោយទុកក្មេងម្នាក់នេះនៅក្នុងផ្ទះដដែលនឹងហើយបើសិនបើគេដឹងថាសត្វចិញ្ចឹមរបស់ឯងគឺជាក្មេងម្នាក់នេះវិញឯងសម័យមើលតើគេនឹងផិតភ័យយ៉ាងណាទៅបើណាយកមនុស្សមកធ្វើជាសត្វចិញ្ចឹមចឹងចំណែកឯស៊ូមេរ៉េវិញនាងគ្មានពាក្យអ្វីត្រូវនិយាយឡើយព្រោះអីមិត្តរបស់នាងនិយាយហ្នឹងគឺត្រូវទាំងអស់ចំណែកឯថាកឈិវិញមិនដឹងជាយ៉ាងម៉េចទេក៏មកសុំមិត្តស៊ូមេរ៉េទីដែរគេក៏ថាអ្នកស្រីជួយទាយខ្ញុំផងឯយូរីវិញគ្រាន់តែឮថាកឈិហៅនាងអ្នកស្រីហើយនាងក៏ថាអ្នកស្រីឯងដឹងអត់អាយុរបស់យើងសបានឹងស៊ូមេរ៉េដែរហើយមកហៅគេសុទ្ធតែអ្នកស្រីអញ្ចឹងតពីនឹងនាងក៏បានទាយសន្លឹកបៀឲ្យថាកឈិគ្រាន់តែយូរីឃើញសន្លឹកបៀដែលថាកឈិឬហើយនាងក៏លាន់មាត់ថាចំខ្លាំងប៉ុនគេមែនគឺចង់មានន័យថាថាកឈិនឹងមានកម្លាំងមួយយ៉ាងដែលខុសពីអ្នកដទៃពេលហ្នឹងថាកឈិក៏ប្រឹងតាមសួរហ្មងថាតើវានឹងមានន័យមិនទៅពេលនឹងដែរយូរីធ្វើជាមិនចង់ប្រាប់ងាកមកកន្លែងធ្វើការរបស់ស៊ូមេរ៉េវិញអ្នករាល់គ្នាបាននាំគ្នាចេញទៅផ្ទះអស់នៅឡើយតែស៊ូមេរ៉េទេដែលនាងមិនទាន់ទៅនឹងគេមិនដឹងនៅធ្វើការអីអត់ចេះខ្លាចខ្មោចទេមើលទៅស៊ូមេរ៉េតែសំខាន់អារឿងអង្គុយញ៉ាំសូកូឡាគឺអត់ចោលហ្មងអង្គុយសុកនាងក៏បាននឹកឃើញដល់ពាក្យដែលហាស៊ូមិបាននិយាយថាខ្ញុំសង្ឃឹមថាពួកយើងទាំងពីរនាក់គឺនៅតែមានទំនាក់ទំនងល្អនឹងគ្នាគិតហើយនាងក៏បានទាញទូរស័ព្ទដៃរបស់នាងមកមើលហាស៊ូមិក៏បានឆាតមកនឹងសួរថាតើអ្នកនាងទំនេរអត់ខ្ញុំចង់ជួបនឹងនិយាយបន្តិចស៊ូមេរ៉េវិញក៏បានឆាតទៅវិញនឹងនិយាយថាតាមពិតទៅខ្ញុំមានរឿងមួយចង់ពិភាក្សាជាមួយនឹងលោកសរសេរហើយមើលថាមិនទំនងនាងក៏លុបចេញវិញនិយាយរួមសរសេរលុប
ពិបាកដែរបើស្រឡាញ់គេហើយលាក់ក្នុងចិត្តអត់ហ៊ានបញ្ចេញងាកមហាសុមិវិញគេក៏បានមើលទូរស័ព្ទហើយធ្វើមុខដូចជាឆ្ងល់ល្មិចទេក៏បានស្វាដើរចេញទៅវឹងកន្លែងនេះស្មានតែទៅជួបស៊ូមេរេតាតាមពិតណែមកជួបជាមួយនឹង Fukushima សោះនោះចឹងស៊ូមេរេកាន់តែគ្រោះថ្នាក់ហើយបើមិនបញ្ញាប់សារភាពទេប្រយ័ត្នស្ដាយក្រោយហាស៊ូមីគ្រាន់តែមកដល់ភ្លាមក៏សួរ Fukushima ថាអ្នកនាងអត់អីទេឮថាមានអ្នកតាមអ្នកនាងត្រូវអត់យីហើយចឹងហៅគេមកក្រៅដែរនាងក៏ថានឹងអីខ្ញុំមិនទាន់បាត់ភ័យនៅឡើយទេចំមើលមុខអ្នកភ័យខ្លាចដូចមិនសមសោះ Fukushima ក៏សួរហាស៊ូមីថាតើលោកចង់ផឹកអីដែរហាស៊ូមីវិញក៏ថានឹងអីអត់អីទេចំណែកឯ Fukushima វិញក៏ថាទៅផឹកជាមួយខ្ញុំតិចទៅទុកថាកំដរខ្ញុំទៅចោះព្រោះអីបើសិនជាខ្ញុំទៅផ្ទះឥឡូវនេះក៏មិនដឹងមានរឿងអីកើតឡើងដែរនាងក៏បានឆ្លៀតបញ្ជាក់ទៀតថាគឺខ្ញុំនៅផិតភ័យនៅឡើយហាស៊ូមីឮអញ្ចឹងគេក៏ថាអូខេ Fukushima វិញគ្រាន់តែឮអញ្ចឹងហើយនាងក៏បានស្វាប្រាប់ឲ្យគេដាក់ស្រាបៀរឲ្យហាស៊ូមីសំខាន់មើលមុខអ្នកផិតភ័យអ្នកទាំងអស់គ្នាហើយងាកមកស៊ូមេរេឯនេះវិញមិនទាន់ទៅផ្ទះទៀតគ្រាន់តែតបទៅគេសោះនោះយូរម៉េះបើងាកមកគេទាំងពីរអ្នកឯនេះវិញ Fukushima បាននិយាយរឿងក្នុងចិត្តរបស់នាងប្រាប់ទៅហាស៊ូមីនាងនិយាយថាគឺមានតែលោកម្នាក់ទេដែលខ្ញុំប្រាប់រឿងហ្នឹងឲ្យដឹងបន្ទាប់មកនាងក៏ចាប់ដៃហាស៊ូមីពេលហ្នឹងហាស៊ូមីដកដៃយ៉ាងលឿនធ្វើជាយកវិយាមកញ៉ាំយីប៉ែ Fukushima ហ៊ានដែរហ្នឹងនាងក៏បានបន្តទៀតថាពេលដែលខ្ញុំបាយពីគេម្នាក់នោះគេតែនិយាយមកកាន់ខ្ញុំថាខ្លួនគេហ្នឹងគឺមិនអាចបំភ្លេចខ្ញុំបានឡើយហាស៊ូមីវិញឮចឹងហើយក៏បាននឹកឃើញដល់រឿងខ្លួនឯងគេបាននិយាយក្នុងចិត្តថាសំបីតែ9ឆ្នាំកន្លងផុតទៅហើយប៉ុន្តែខ្ញុំនៅតែមិនអាចបំភ្លេចបានហាស៊ូមីក៏បានសម័យកាល9ឆ្នាំមុនតាមពិតអ្នកទាំងអស់គ្នាស៊ូមីរេនិងហាស៊ូមីគឺមានទំនាក់ទំនងស្នេហានឹងគ្នាប៉ុន្តែតួស្រីមើលទៅគឺនៅមានការខ្មាស់អៀនច្រើនឬមួយក៏មានរឿងពីក្រោយខ្នងនឹងទៀតក៏មិនដឹងពេលហ្នឹងក្រោយពីយប់ដែលពួកគេទាំងពីរអ្នកនៅជាមួយគ្នាព្រឹកស្អែកឡើងមិនដឹងជាយ៉ាងម៉េចទេស៊ូមីរេចេះតែកិច្ចមុខហាស៊ូមីរហូតនិយាយរួមជួបគ្នាតាមផ្លូវក៏នាងមិននិយាយស្ដីអីដែរចំណែកឯហាស៊ូមីវិញគេមានការឆ្ងល់ជាខ្លាំងពួកអីមិនដឹងមូលហេតុអីបានជានាងចេះតែកិច្ចពីគេអញ្ចឹងគិតសុកស្រាប់តែស៊ូមេរេបានផ្ញើសារមកដោយបាននិយាយថាសួស្ដីចំណែក Fukushima វិញគ្រាន់តែឃើញឈ្មោះស៊ូមេរេឆាតមកនាងក៏ប្រែទឹកមុខភ្លាមហ្មងក្នុងឆាតនឹងដែរស៊ូមេរេបាននិយាយថាតើលោកនៅកំពុងធ្វើការមែនបើសិនជាលោកមានពេលពួកយើងអាចជួបគ្នាតិចបានអត់គ្រាន់តែឃើញស៊ូមេរេនិយាយចឹងហើយហាស៊ូមីក៏បានចេញយ៉ាងលឿនហ្មងដែលធ្វើឲ្យយីប៉ែ Fukushima ឯនេះវិញឡើងខកបំណងហ្មងបើមិនខកបំណងមិនបើហៅគេចេញមកបានហើយបើជាត្រូវទៅវិញភ្លាមអញ្ចឹងតែសំខាន់ណាស៊ូមេរេហៅហាស៊ូមីចេញទៅធ្វើអីឬក៏ចង់សារភាពថានាងក៏មានចិត្តស្រឡាញ់គេដែរយីធ្វើឲ្យឆ្ងល់ហ្មងនេះងាកមកកាន់ស៊ូមេរេនេះវិញនាងក៏បានអរគុណហាស៊ូមីដែលគេបានមកនាងបាននិយាយថាខ្ញុំដឹងប្រហែលជាលោកហត់នឿយណាស់ហើយមកទៅប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែប្រាប់នៅរឿងរ៉ាវមួយដែលខ្ញុំគួរតែប្រាប់លោកហាស៊ូមីក៏ថានឹងអីរឿងអីទៅខ្ញុំក៏ឆ្ងល់ដែរបានជាអ្នកនាងហៅខ្ញុំមកភ្លាមអញ្ចឹងស៊ូមេរេក៏ថាខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានជួបលោកម្ដងទៀតប៉ុន្តែឲ្យតែពេលដែលខ្ញុំនៅក្បែរលោកគឺខ្ញុំចិត្តតែភ័យអ្ហ្មិចទេដូច្នេះហើយអាចចង់និយាយអីក៏និយាយមិនចេញដែរចំណែកហាស៊ូមីវិញគេក៏បានកលេចទៅមើលដៃរបស់ស៊ូមេរេក៏ថាហ្នឹងហើយខ្ញុំដឹងហើយមិនបាច់ប្រាប់ក៏ដឹងដែរពេលហ្នឹងស៊ូមេរេក៏បាននិយាយថាហ្នឹងហើយ11ឆ្នាំកន្លងផុតទៅហើយដែលខ្ញុំបានបាត់បង់លោកដែលលោកតាមតែជួយនិងមើលថែខ្ញុំរហូតការប៉ັດពេលហ្នឹងអារម្មណ៍របស់ខ្ញុំគឺចូលចិត្តលោកទៅហើយប៉ុន្តែខ្ញុំមានការបារម្ភច្រើនគិតនេះគិតនោះតែម្នាក់ឯងគឺគិតថាมันអាចទៅរួចប៉ុន្តែឥឡូវនេះខ្ញុំបានដឹងច្បាស់ហើយតពីហ្នឹងស៊ូមេរេក៏បានសួរលោកហាស៊ូមីទៀតថាតើលោកនៅចាំអត់នៅអ្វីដែលលោកបាននិយាយដែលលោកបាននិយាយថាពួកយើងនៅតែមានទំនាក់ទំនងល្អក្នុងនាមជាមិត្តរួមថ្នាក់ចំណែកឯហាស៊ូមីវិញក៏និយាយថាហ្នឹងហើយខ្ញុំចាំតាស៊ូមេរេក៏និយាយទៀតថាប៉ុន្តែខ្ញុំមិនចង់ចឹងទេយីស៊ូមេរេបើមិនចង់ចឹងឯងមិននិយាយប្រាប់គេលឿនទៅនៅដល់ណាទៀតហាស៊ូមីដែលឃើញនាងនិយាយចឹងគេក៏ថាខ្ញុំមិនអាចបំភ្លេចនាងបានទេប៉ុន្តែប្រហែលជាអ្នកនាងស្អប់ខ្ញុំខ្លាំងហើយមើលទៅស៊ូមេរេក៏ថាទេខ្ញុំមិនបានស្អប់លោកឡើយឆ្លៀតពេលហ្នឹងហាស៊ូមីគឺមិនរាយថយឡើយគេក៏បានសុំស៊ូមេរេឲ្យធ្វើជាសង្សារនឹងគេស៊ូមេរេគ្រាន់តែលឺអញ្ចឹងហើយនាងនឹងឈរត្រង់ហ្មងចុះបើត្រៀមខ្លួនមកសារភាពទៅហើយបើជាគេសុំធ្វើសង្សារអីណាអ្នកណាគេមិនគាំងពេលហ្នឹងស៊ូមេរេក៏បានឆ្លើយយល់ព្រមទៅឯហាស៊ូមីគ្រាន់តែលឺអញ្ចឹងហើយគេសប្បាយចិត្តជាខ្លាំងនិយាយរួមបិទមាត់អត់ចិត្តហ្មង
ហាសមីក៏សួរស៊ូមេរេទៀតថាអូត្រូវហើយសប្តាហ៍ក្រោយនៅថ្ងៃអាទិត្យតើអ្នកនាងទំនេរអត់ស៊ូមេរេវិញឆ្លើយទាំងមិនស្ទាក់ស្ទើរហ្មងថាហ្នឹងហើយទំនេរតាហាសមីក៏និយាយថាបើអញ្ចឹងខ្ញុំចង់ទៅលេងម៉ូម៉ូបន្តិចខ្ញុំពិតជាចូលចិត្តឆ្កែណាស់អ្នកនាងដឹងអត់ស៊ូមេរេវិញគ្រាន់តែលឺទៅលេងម៉ូម៉ូហើយនាងក៏ឆ្លើយទាំងស្ទាក់ស្ទើរថាអូខេចឹងតាមហ្នឹងទៅប៉ុន្តែម៉ូម៉ូវារៀងខ្លាចអ្នកក្រៅបន្តិចហីកាត់មកវគ្គបន្ទាប់វិញស៊ូមេរេកំពុងតែត្រៀមឈុតសម្រាប់ការណាត់ជួបរបស់នាងជាមួយនឹងហាស៊ូមីប៉ុន្តែពេលហ្នឹងនាងក៏ឲ្យមិត្តភក្តិរបស់នាងយូរីមកជួយរើសដែរយូរីក៏ថាឯងនៅតែទិញកៅអៅចម្លែកមកដដែលយូរីក៏បានរើសរកឲ្យស៊ូមេរេនិងសួរថាចុះអានេះមិនដែរចំណែកស៊ូមេរេវិញទៅជាយកអាវយឺតដៃខ្លីនិងខោកណាត់ជើងវែងទៅវិញយូរីគ្រាន់តែឃើញហើយក៏បានទាញមកវិញយ៉ាងលឿនហ្មងនឹងបាននិយាយថាឯងពាក់អានេះឲ្យល្អជាងមានអារម្មណ៍ថាវារៀងវាលងាយស្រួលក្នុងការប៉ះយីគិតអីនឹងយូរីក៏បានបន្ថែមទៀតថាអាគាត់ម្នាក់ហ្នឹងប្រកាសជាចង់ប៉ះឯងជាងឯងទៅពាក់អាឈុតហ្នឹងទៀតនាងចង់មានន័យថាពាក់រៀងវាលទៅមើលទៅវារៀងតាក់ទាញជាងអាប៉ុណ្ណឹងមិនសុំទេតែឆ្លៀតទៅយកឈុតខ្នងមកលោឲ្យស៊ូមេរេទៀតពេលហ្នឹងលោស្រាប់តែថាកឈិក៏បានមកដល់នឹងបានកាន់កូនឆ្កែមកដែរអូកូនឆ្កែនេះប្រកាសជាដើរតួជាម៉ូមកឲ្យមើលទៅនិយាយរួមរៀបចំរបស់របរឆ្កែមកកាផ្លេហ្មងនៅក្នុងផ្ទះនឹងរួចជាស្រេចកុំឲ្យគេសង្ស័យយូរីវិញក៏បានមើលទៅមកក៏ដឹងថាដល់ពេលទៅហើយនាងក៏បានលាតនឹងបានផ្ដែផ្ដាំថាឯងត្រូវតែធ្វើឲ្យបានល្អលឺនៅអាដើរចេញទៅហើយឆ្លៀតមកក្រោយវិញថាខ្ញុំសង្ឃឹមថាឯងធ្វើបានសម្រេចទៅចុះយីមានអញ្ចឹងទៀតរមត់ណាបានប្រហែលយូរីបន្ទាប់ពីនឹងស៊ូមេរេក៏បានចូលផ្លាស់សម្លៀកបំពាក់ទៅចំណែកអាថាកាឈីវិញគេក៏បាននិយាយដាក់កូនឆ្កែនឹងថាថ្ងៃហ្នឹងឯងជាម៉ូម៉ូលឺនៅយើងឲ្យឯងដើរតួជំនួសយើងមួយថ្ងៃទៅចុះនិយាយឡើងស៊ូមេរេក៏បានផ្លាស់សម្លៀកបំពាក់រួចរាល់នឹងបាននិយាយទៅកាន់ថាកាឈីថាមើលទៅដល់មកហើយលឿនឆាប់ចេញទៅម៉ូថាកាឈីវិញក៏ធ្វើជានិយាយលេងជាមួយនឹងស៊ូមេរេថាហេតុអីបានជានាងហ៊ាននិយាយចឹងដាក់ខ្ញុំគេចង់សម្ដៅថាស៊ូមេរេដេញចេញដោយអត់ជំរឿស៊ូមេរេក៏បានទាញថាកាឈីចេញហ្មងនៅនិយាយច្រើនដល់ណាទៀតគេមកដល់លើហើយកន្លែងហ្នឹងមានណាគ្រាន់តែពួកគេទាំងពីរនាក់ចេញមកស្រាប់តែហាស៊ូមីឈរនៅខាងមុខនឹងតែម្ដងម្នាក់ឡើងគាំងរៀងខ្លួនហ្មងបើស៊ូមេរេវិញរត់តែមិនបាច់និយាយទៅហើយហាស៊ូមីវិញគេក៏និយាយថាហ្នឹងហើយខ្ញុំទៅមកដល់មិញហ្នឹងតើនាងកំពុងរវល់មែនស៊ូមេរេវិញឈរគាំងមួយសន្ទុះហ្មងនឹងថាអត់ទេមានជាប់វល់ណាកន្លែងហ្នឹងដែលខ្លាចហាស៊ូមីយល់ច្រឡំនាងក៏បានណែនាំថាកាឈីឲ្យហាស៊ូមីស្គាល់ថានេះគឺជាបងប្អូនជាទួតមួយខ្ញុំចំណែកថាកាឈីហ្នឹងក៏ថាហ្នឹងហើយសួស្ដីលោកខ្ញុំគឺជាបងប្អូនជាទួតមួយជាមួយនឹងអ្នកនាងស៊ូមេរេហើយខ្ញុំមានឈ្មោះថាកាឈីនិយាយរួមមកកន្លែងហ្នឹងល្អមើលហ្មងថាកាឈីនិងស៊ូមេរេថាកាឈីក៏បាននិយាយទៀតថាហ្នឹងហើយខ្ញុំមកហ្នឹងគឺដើម្បីឲ្យអ្នកនាងស៊ូមេរេជួយរឿងការប្រឡងតិចហ្នឹងស៊ូមេរេក៏បាននិយាយថាហ្នឹងហើយគេហ្នឹងរៀងយ៉ាប់តិចឯងមិនសូវជាចង់ចាំល្អទេដូច្នេះហើយទើបខ្ញុំចេះតែជួយទៅថាហើយស៊ូមេរេក៏បានដេញថាកាឈីឲ្យទៅហើយនាងក៏បានអញ្ជើញហាស៊ូមីឲ្យចូលទៅក្នុងទៅគ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមហាស៊ូមីក៏បានមកលេងជាមួយនឹងកូនឆ្កែដែលប្រឡំធ្វើជាម៉ូម៉ូគេក៏បានស្រែកហៅថាម៉ូម៉ូម៉ណេះតែកូនឆ្កែហ្នឹងមានទៅឯណាចុះបើមិនមែនឈ្មោះវាផងហាស៊ូមីវិញដូចរៀងចង់ឆ្ងល់ហៅម៉ូម៉ូមួយថ្ងៃឯងអត់មានកំរើកអីបន្តិចចឹងងាកមកស៊ូមេរេវិញនាងល្បិចដែរក៏បានកាន់នំនៅនឹងដៃនឹងបានស្រែកថាម៉ូម៉ូម្នេះមកឆ្កែហ្នឹងក៏មកមែនប៉ុន្តែមិនមែនមកដោយសារតែស៊ូមេរេហៅទេគឺដោយសារតែឃើញនំនៅនឹងដៃរបស់ស៊ូមេរេតាហាស៊ូមីឃើញអញ្ចឹងគេក៏អស់សំណើចនឹងបានថាតាមពិតតតែម្ចាស់វាហៅទៅវាស្ដាប់ប្រកបស៊ូមេរេវិញក៏រៀងលួចញញឹមម្នាក់ឯងតាមពិតមករនំសោះហ្នឹងចំណែកអាហាស៊ូមីក៏បាននិយាយទៀតថាខ្ញុំគិតថាម៉ូធំតាតាមពិតខ្លួនប៉ុណ្ណឹងសោះព្រោះអីខ្ញុំឮសំឡេងព្រោះលើកមុនដូចជាឆ្កែមានមាឌធំអញ្ចឹងអ្នកទាំងអស់គ្នាចាំអត់ពេលហ្នឹងហាស៊ូមីបំរុងនឹងថាបស៊ូមេរេនៅខាងមុខបន្ទប់តែចៃដនអីថាកាឈីក៏ខេងគេក៏ធ្វើជាព្រោះពីខាងក្នុងដើម្បីរំខានពួកគេទាំងពីរនាក់ស៊ូមេរេវិញក៏បានឆ្លើយទាំងអេះអញថាហ្នឹងហើយម៉ូជួនកាលវាព្រោះដូចឆ្កែធំអញ្ចឹងបន្ទាប់ពីហ្នឹងស៊ូមេរេក៏បានយកកាហ្វេឲ្យហាស៊ូមីញ៉ាំតែនាងបានយក2កែវពួកអីសម្រាប់នាង1កែវនិងហាស៊ូមី1កែវស៊ូមេរេក៏បានហុច1កែវទៅឲ្យហាស៊ូមីពេលដែលហុចឲ្យហើយស៊ូមេរេក៏រៀងអេះអញពួកអីចិត្តចង់អង្គុយចិត្តគេបន្តិចតែមិនហ៊ាននៅអេះអញចង់ទៅបន្តិចអត់បន្តិចកន្លែងហ្នឹងគួរឲ្យអស់សំណើចដែរស៊ូមេរេពេលហ្នឹងដែរស៊ូមេរេក៏បានគិតដល់នៅក្នុងសភៅដែលនាងបានអានគេបាននិយាយថា
តើអ្នកគួរតែអង្គុយកន្លែងណាទៅល្អ A អង្គុយលើសាឡុងចំណែកឯ B អង្គុយលើកៅអីប៉ុន្តែបើជ្រើសរើសយក A គឺមានគុណប្រយោជន៍ត្រង់ថាគឺយើងអាចនៅក្បែរគេនិងធ្វើឲ្យគេកាន់តែចាប់អារម្មណ៍មកកាន់យើងដូច្នេះហើយនាងក៏បានជ្រើសរើសយក A ទៅហាសមិឃើញអញ្ចឹងគេក៏សួរថានាងកើតអីមែនពួកអីឃើញស៊ូមេរ៉េរៀងច្រៀមច្រុំញញច្រុំនៅនឹងមិនដឹងអង្គុយកន្លែងណាស៊ូមេរ៉េក៏ថាអត់អីផងនាងក៏គិតក្នុងចិត្តខ្លួនឯងថាប៉ុន្តែខ្ញុំមិនទាន់ប្រកាសចិត្តទេថាអាចអង្គុយក្បែរគេបានបើអង្គុយទៅវាដូចជារៀងគៀកពេកហើយហាសមិឃើញអញ្ចឹងគេតឹងចិត្តពេកក៏បានហៅស៊ូមេរ៉េអង្គុយក្បែរទៅស៊ូមេរ៉េវិញគ្រាន់តែអង្គុយក្បែរភ្លាមនាងក៏ចេញអាការៈដូចដើមអញ្ចឹងគឺបែកញើសនិងក្តៅភីភីពេញខ្លួនហ្មងអង្គុយនាងក៏បានស្ទុះងើបគិតថាបំរុងនឹងចាក់ម៉ូវីមើលតែពេលហ្នឹងហាសមិក៏បានទាញដៃស៊ូមេរ៉េជាប់នឹងថាមិនបាច់ទៅណាទេអង្គុយហ្នឹងហើយពេលដែលស៊ូមេរ៉េអង្គុយចុះគេក៏បានស៊ូមកអោកស៊ូមេរ៉េនឹងបាននិយាយថាឲ្យខ្ញុំសុំទោសផងខ្ញុំពិតជានឹកអ្នកនាងណាស់ពេលហ្នឹងដែរគេក៏បានអោនមកថោបស៊ូមេរ៉េបំរុងនឹងថោបទៅហើយថាកាឈីក៏បានរត់ចូលមកដោយធ្វើឲ្យដាច់ចង្វាក់គេអស់ថាកាឈីចំណែកឯស៊ូមេរ៉េវិញអ្នកទាំងអស់គ្នាស្ទុះចេញឡើងចង់បាក់កហ្មងថាកាឈីវិញដោយឃើញស៊ូមេរ៉េបែរជាទៅនៅលើឥដ្ឋគេក៏បានសួរថាចុំអ្នកនាងអត់អីទេអស៊ូមេរ៉េក៏សួរបកវិញថាហើយមានការអីមែនត្រឡប់មកវិញអញ្ចឹងថាកាឈីក៏ថាអូហ្នឹងហើយការពិតខ្ញុំភ្លេចរបស់ហ្នឹងទៅត្រឡប់មកវិញគេក៏បានអោនទឹកសឹបស៊ូមេរ៉េនិងសុំលុយធ្វើដំណើរសង្ស័យយល់លេះទៅដឹងថាកាឈីតែអ្នកទាំងអស់គ្នាអមិនអាម៉ាទេនាំគ្នាមកអង្គុយមើលរឿងធ្វើបង្ងើយគ្រាន់តែមើលមុខពួកគេទាំង3នាក់ក៏ដឹងហើយថាមើលរឿងអីភ័យស្រែកឡើងពេញហ្នឹងនិយាយរួមមកស្រែកទាំង3នាក់តែម្ដងការណាត់ជួបត្រូវបានបញ្ចប់ស៊ូមេរ៉េក៏ធ្វើការសុំទោសទៅកាន់ហាស៊ូមិពួកអីអំបញ្ញមិញអញញ៉ៃពេកចំណែកឯហាស៊ូមិក៏បាននិយាយថាហ្នឹងហើយនិយាយចឹង birthday របស់អ្នកនាងសប្តាហ៍ក្រោយនៅថ្ងៃសុក្រត្រូវអត់ស៊ូមេរ៉េគ្រាន់តែឮហាស៊ូមិនិយាយចឹងហើយនាងនឹងភ្ញាក់ផ្អើលហ្មងពួកអីមិនគិតថាហាស៊ូមិនៅចាំហ្មងហាស៊ូមិក៏និយាយទៀតថាខ្ញុំនៅចាំដោយសារតែខ្ញុំមានការចងចាំល្អនោះអីហាស៊ូមិក៏បានសួរស៊ូមេរ៉េទៀតថាហើយចុះអ្នកនាងមានកម្រងនឹងធ្វើអីអត់ស៊ូមេរ៉េក៏ថាអត់ទាន់ទេអត់ទាន់មានកម្រងថានឹងធ្វើអីផងក្រោយពីហ្នឹងពេលដែលចូលមកក្នុងវិញថាកាឈីក៏បានសួរថាតើអ្នកនាងអត់អីទេមើលទៅដូចជារៀងហត់នឿយដល់ហើយស៊ូមេរ៉េក៏ថាឲ្យខ្ញុំគួរធ្វើមិនទៅស៊ូមេរ៉េក៏តបថា birthday របស់ខ្ញុំហ្នឹងហើយអាទិត្យក្រោយហ្នឹងហើយណាមួយហាស៊ូមីចង់មកចូលរួម birthday ខ្ញុំដែរនេះចំណែកអាថាកាឈីក៏បាននិយាយថាហ៎ birthday របស់អ្នកនាងគេក៏បានទៅកវីក្បាលស៊ូមេរ៉េនិងសប្បាយអទៅវិញថាកាឈីក៏បាននិយាយទៀតថាតែមើលទៅអ្នកនាងដូចជាមិនសប្បាយចិត្តសោះតាមពិតជាទូទៅស្រីគឺតែងតែសប្បាយចិត្តឲ្យតែមាន birthday ម្ដងជាពិសេសពេលដែលមានមិត្តប្រុសរបស់គេបានចូលរួមដែរស៊ូមេរ៉េក៏តបថាប៉ុន្តែខ្ញុំវិញមិនជាប្រភេទមនុស្សអញ្ចឹងទេគឺរិះសាតែខ្ញុំដែលធ្វើ birthday ទៀតទេតាំងពីឪពុកម្ដាយខ្ញុំបានចាក់ចេញទៅឯងដឹងអត់បើកាដូ birthday របស់ខ្ញុំវិញគឺជាសភៅស្រាវជ្រាវគ្មានអីលើសពីនឹងឡើយថាកាឈីលឺអញ្ចឹងហើយគេឡើងភ្ញាក់ផ្អើលហ្មងសូម្បីតែកាដូថ្ងៃខួបកំណើតក៏ជាសភៅដែរបើមិនបានកាដូក៏បានដែរស៊ូមេរ៉េក៏បានបន្ថែមទៀតថាពេលដែលខ្ញុំចាប់ផ្ដើមធ្វើការគឺធ្វើការដាច់យប់រហូតមិនដែលមានពេលឡើយថាកាឈីវិញដោយស្ដាប់ការរៀបរាប់យ៉ាងកំសត់របស់ស៊ូមេរ៉េហើយគេក៏ថាអ្នកនាងប្រកាសជាលំបាកខ្លាំងហើយមើលទៅតពីហ្នឹងនៅកន្លែងធ្វើការរបស់ពួកគេទាំងពីរនាក់ឯនេះវិញស៊ូមេរ៉េនិងហាស៊ូមីក៏បានមកអង្គុយនិយាយលេងជាមួយនឹងគ្នាហាស៊ូមីក៏សួរថាតើយើងគួរធ្វើអីទៅណោះនៅថ្ងៃ birthday របស់អ្នកនាងឬមួយក៏យើងគួរតែកក់ភោជនីយដ្ឋានដែលមានទេសភាពស្អាតហើយយើងនឹងជិះឡានដើរលេងឲ្យច្រើនកន្លែងហ្មងស៊ូមេរ៉េក៏បានសួរថាហើយចោះលោកក្រែងរវល់ហាស៊ូមីក៏បាននិយាយថាទេអត់អីទេខ្ញុំឲ្យគេធ្វើវេនយប់ជំនួសហើយចុះកាដូតើនាងចង់បានកាដូអីនៅថ្ងៃ birthday ហ្នឹងស៊ូមេរ៉េក៏បានថាកាដូមែននាងក៏បាននឹកឃើញដល់បុគ្គលិកស្រីដែលធ្វើការជាមួយនឹងនាងដែលបុគ្គលិកស្រីម្នាក់នោះបាននិយាយថានាងបានទទួលកាដូមួយគឺឆ្មានឹងឯងហើយឡើងខ្ជូតហ្មងនាងក៏ថាឆ្មានេះចេះនោះចេះដែលធ្វើឲ្យយើងមានការសប្បាយជាមួយនឹងវាខ្លាំងណាស់ឯម្នាក់ទៀតក៏បានអួតពីអញ្ជើញរបស់នាងដែលទទួលបានស៊ូមេរ៉េវិញគិតឡើងយូរពិចារណារឿងកាដូរបស់នាងតែនាងក៏បានសួរហាស៊ូមីវិញថាហើយចុះថ្ងៃ birthday របស់លោកវិញពេលណាទៅហាស៊ូមីក៏ថាហ្នឹងហើយតាំងពីខែមុនឯណោះស៊ូមេរ៉េក៏ថាមែន
ងាប់ហើយឲ្យខ្ញុំសុំទោសផងដែលអត់បានធ្វើឲ្យហើយចុះលោកចង់បានកាដូអីអត់ហាសមីក៏ថាខ្ញុំមិនចង់បានអីទេគ្រាន់តែចង់ឲ្យអ្នកនាងនៅក្បែរខ្ញុំគឺគ្រប់គ្រាន់ហើយងាកមកភាពបន្ទាប់នៅឯផ្ទះស៊ូមេរ៉េនេះវិញស៊ូមេរ៉េមិនដឹងជាស្នេហាចូលខ្លួនឬក៏យ៉ាងម៉េចទេបានជាទៅទាញរោបមកស្លៀកនិយាយរួមខុសប្លែកពីធម្មតាហ្មងដែលសូម្បីតែថាកាឈីគេក៏មានការងឿនឆ្ងល់ជាខ្លាំងចំថ្ងៃនេះមិនក៏ចម្លែកម៉េះស៊ូមេរ៉េក៏បានសួរថាកាឈីថាមើលតើរោបរបស់នាងយ៉ាងម៉េចដែរហើយមើលទៅក្រែមប៉ុណ្ណឹងល្មមនៅនិយាយរួមស៊ូមេរ៉េថ្ងៃហ្នឹងនាងសប្បាយចិត្តហ្មងប្រហែលជាមានតែថៃមកទៅសំខាន់គ្រាន់តែថាកាឈីនិយាយថាប៉ុណ្ណឹងល្មមស្អាតហើយនាងក៏សួរវិញថាហើយចុះមើលទៅគួរឲ្យចង់ថើបអត់យីអាម៉េចអាម៉ាទេស៊ូមេរ៉េចំណែកឯថាកាឈីគ្រាន់តែលឺអញ្ចឹងហើយគេក៏អោនទៅបំរុងថានឹងថើបទៅហើយស្រាប់តែស៊ូមេរ៉េក៏បានដាក់គេមកខ្នើយទៅឥឡូវនេះស៊ូមេរ៉េគឺខ្វល់ខ្វាយតែរឿង birthday របស់នាងទេព្រោះអីមិនដឹងថារៀបចំបែបម៉េចទៅតមកស្រាប់តែហាស៊ូមីបានប្រាប់ថាគេនឹងមានការជាប់រវល់ជាខ្លាំងប្រហែលជាថ្ងៃ birthday របស់នាងគឺអាចនឹងមកយឺតឬមួយអាចនឹងមិនបានមកក៏ថាបានស៊ូមេរ៉េវិញខំត្រៀមនេះត្រៀមនោះទៅហើយនាងក៏ប្រឹងញញឹមទាំងមកខំបានតបថាមិនអីទេគ្រាន់តែរឿងប៉ុណ្ណឹងសោះហ្នឹងការងាររបស់លោកទេដែលសំខាន់ខាសមីគ្រាន់តែលឺអញ្ចឹងហើយគេក៏រៀងធូរស្បើយចិត្តតិចនឹងបានដើរចេញទៅបាត់ទៅកាត់មកផ្ទះស៊ូមេរ៉េឯនេះវិញស៊ូមេរ៉េនាងប្រហែលជាធុញថប់ពេកទៅដឹងបានជាមកដាស់ថាកាឈីដោយនិយាយថាតោះមកងើបឡើងខ្ញុំកក់សក់ឲ្យឯងថាកាឈីក៏ឆ្ងល់ដែរក៏ថាអញឥឡូវហ្នឹងមែនព្រោះអីគេរៀងឆ្ងល់ដែរហ្នឹងសុកមកហៅគេឲ្យទៅកក់សក់អីណាស៊ូមេរ៉េក៏ថាត្រូវហើយឥឡូវហ្នឹងឲ្យលឿនមកកន្លែងនេះមកស៊ូមេរ៉េគឺមិនរីកសោះខុសប្លែកពីការម្សិលមិញដាច់ថាកាឈីដោយឃើញស៊ូមេរ៉េអញ្ចឹងគេក៏សួរហ្មងថាតើមានរឿងអីកើតឡើងមែនស៊ូមេរ៉េវិញក៏ថាអត់ទេមានកើតអីណាតពីហ្នឹងហាស៊ូមីក៏បានខលមកល្មមតាមពិតគេខំមកសុំទោសរឿងអត់បានមកចូលរួម birthday ស៊ូមេរ៉េវិញក៏តបថាហ្នឹងហើយអត់អីទេកុំគិតច្រើនអីគ្រាន់តែរឿងប៉ុណ្ណឹងសោះហ្នឹងអត់បានមកក៏អត់អីដែរពេលហ្នឹងជួនអីថាកាឈីក៏បានស្ដាប់ឮដែរថាហាស៊ូមីគឺមិនបានមកចូលរួម birthday របស់ស៊ូមេរ៉េឡើយទើបថាកាឈីដឹងថាអូតាមពិតស៊ូមេរ៉េមកសពូនដោយសាររឿងហ្នឹងសោះងាកមកកន្លែងធ្វើការរបស់នាងឯនេះវិញស៊ូមេរ៉េដូចរាល់ដងអញ្ចឹងឲ្យតែអស់សប្បាយចិត្តគឺដឹងតែអង្គុយផ្លឹកនិយាយរួមដើម្បីបន្លប់កុំឲ្យគិតច្រើននាងខំធ្វើការឡើងអស់អីធ្វើហ្មងដល់ថ្នាក់ទៅសុំការងាររបស់គេមកធ្វើតែកំចង់ហក់ជាមួយស៊ូមេរ៉េធ្វើតែមួយផ្លែតហើយបាត់កន្លែងហ្នឹងស៊ូមេរ៉េអត់តន់អស់ចិត្តទេស្រាប់តែទៅសួរអប៉ិវ៉ែនតាទៀតថាមានការងារអីទៀតអត់មកយកម្នេះមកទុកឲ្យខ្ញុំជាអ្នកធ្វើចំពិបាកចិត្តដូចស៊ូមេរ៉េអញ្ចឹងសំណាងមួយយ៉ាងដែរតែសំខាន់ណាស់អ្នកធ្វើការនៅនឹងឡើងឆ្ងល់គ្រប់គ្នាហ្មងយីនៅឆ្ងល់ដល់ណាទៀតអត់ស្គាល់ស៊ូមេរ៉េទេមើលទៅម្យ៉ាងវិញទៀតការងារដែលស៊ូមេរ៉េសុំថែមទៀតហ្នឹងមានតែតិចឯណាឡើងមកកណហ្មងមេប្រធានរបស់នាងឃើញអញ្ចឹងក៏ថាមកហុចម្នេះខ្លះមកស៊ូមេរ៉េវិញមានតែឲ្យឯណានាងយកទៅអស់ហ្មងពេលដែលត្រឡប់មកផ្ទះវិញអារម្មណ៍មិនសូវល្អផងមកឃើញគេស្វីតអីណានិយាយរួមមិនមែនតែមួយទេគឺឡើងពេញហ្នឹងហ្មងដើរមកភ្លាមនាងក៏បានកន្លែងទៅមើលបន្ទប់របស់នាងស្រាប់តែឃើញបិទភ្លើងក៏គិតថាកាឈីប្រហែលជាមិននៅទេឬមួយក៏គេងបាត់ទៅហើយមកទៅពេលដែលចូលទៅឡើងស្ងាត់ជ្រាបហ្មងទោះហៅម៉ូយ៉ាងម៉េចក៏មិនតបដែរតែអ្នកទាំងអស់គ្នាមួយសបកក្រោយមកថាកាឈីចង់ surprise birthday ស៊ូមេរ៉េសោះឡើងធ្វើឲ្យនាងឡើងភ្ញាក់ផ្អើលហ្មងសុកមក surprise អីណាមួយម៉ោង7:12ទៀតថាកាឈីក៏ថាហ្នឹងហើយមិនបានយូរម៉េះស្មាននេះហើយទៅមកដល់ហើយឥឡូវចូលមកមើលនេះលយអត់ខ្ញុំមកខំបត់ណាចំណែកស៊ូមេរ៉េវិញនាងឡើង surprise ហ្មងចុះគាត់ថាអត់ធ្វើទៅហើយចំណែកថាកាឈីវិញឆ្លៀតនិយាយទៀតថាហ្នឹងហើយខ្ញុំ surprise អ្នកនាងបានសម្រេចបាត់ពេលហ្នឹងគេក៏យកនំខេកមកឲ្យស៊ូមេរ៉េតែសំខាន់អ្នកទាំងអស់គ្នាខេកថាកាឈីហ្នឹងឡើងអាក្រក់មើលហ្មងមិនដឹងជាម៉ូតអីទេតែនិយាយរួមទៅអារឿងហ្នឹងមិនសំខាន់ទេសំខាន់ណាទឹកចិត្តហ្នឹងហ្មងថាកាឈីក៏សួរស៊ូមេរ៉េថាវាមើលទៅយ៉ាងម៉េចដែរស៊ូមេរ៉េវិញក៏សួរវិញថានឹងជានំខេកមែនយេសួរនឹងចង់មានន័យម៉េចហ្នឹងមើលអត់យល់មែនតាកាឈីវិញក៏ធ្វើជាតបថាមិនមែននំខេកទេគឺ Happy Birthday Cake តាស៊ូមេរ៉េលឺអញ្ចឹងនាងក៏អស់សំណើចទៅក្រោយមកថាកាឈីក៏ច្រៀងចម្រៀង birthday ឲ្យស៊ូមេរ៉េនិងឲ្យនាងផ្លុំទៀន
ហើយក៏បានកាត់ខេកឲ្យនាងញ៉ាំស្រាប់តែញ៉ាំក៏ឃើញចិញ្ចៀននៅក្នុងនឹងអញអាមិនទេថាកាឈីចង់សុំស៊ូមេរ៉េធ្វើសង្សារមែនបានដាក់សុទ្ធតែចិញ្ចៀននៅក្នុងខេកអីណាតែចិញ្ចៀនហ្នឹងមិនចិញ្ចៀនប៉ិតឯណាគឺកន្លៃតាស៊ូមេរ៉េដែលឃើញអញ្ចឹងនាងក៏បានមើលមុខថាកាឈីនឹងបានដើរទៅរកគេដោយអោបថាកាឈីនឹងនិយាយថា good boy អីណាធ្វើមើលតែគេហ្នឹងឆ្កែមែនតែនពេលហ្នឹងហាស៊ូមីក៏បានខលមកម្ដងទៀតហាស៊ូមីក៏បាននិយាយថាហ្នឹងហើយឥឡូវនេះខ្ញុំអាចចេញមុនបានតើអ្នកនាងអាចចេញក្រៅបានអត់ខ្ញុំនឹងទៅជួបអ្នកនាងស៊ូមេរ៉េក៏ថាឥឡូវហ្នឹងមែនគិតមួយស្ទុះស៊ូមេរ៉េក៏តបថាយប់នឹងប្រហែលជាមិនអាចទេមើលទៅសុំទោសផងដោយសារឥឡូវនេះខ្ញុំកំពុងតែជួបជុំគ្រួសាររបស់ខ្ញុំហ្នឹងហាស៊ូមីក៏ថាអូអញ្ចឹងចាំលើកក្រោយក៏បានដែរចំណែកអថាកាឈីវិញគេឡើងសប្បាយអហ្មងពេលដែលឃើញស៊ូមេរ៉េបដិសេធហើយអត់ចេញទៅជាមួយហាស៊ូមីគេហ្នឹងក៏បានរត់មកអោបស៊ូមេរ៉េហ្មងចំណែកហាស៊ូមីវិញក៏បានទាញអញ្ជៀនចេញមកតពីហ្នឹងសាច់រឿងក៏ដូចជាត្រឡប់មករកអតីតកាលបន្តិចដែលមានក្មេងប្រុសម្នាក់ហ្នឹងកំពុងតែអង្គុយហាភ្លៀងម្នាក់ឯងពេលហ្នឹងស្រាប់តែស៊ូមេរ៉េបានរត់យកឆ័ត្រមកទទួលឲ្យនឹងអោបយ៉ាងជាប់ហ្មងចំក្មេងហ្នឹងជាណាគេហើយគេហ្នឹងត្រូវជាអ្វីនឹងស៊ូមេរ៉េដែរតែបើមើលមុខវិញស្រៀងថាកាឈីអមិនទេសក់រៀងកញ្ញាញ់ចឹងតពីហ្នឹងសាច់រឿងក៏បានកាត់មកត្រង់ថាកាឈីក៏បាននឹងកំពុងហាត់រាំនៅក្លឹបរបស់គេពេលហ្នឹងមិត្តរបស់គេក៏បានមកប្រាប់ថាណែថាកាឈីឯងដឹងអត់កាលពីឯងឡើងសម្ដែងលើកមុនមហាជនលន់មាត់កោតសរឯងគ្រប់គ្នាថាឯងដាក់អារម្មណ៍សម្ដែងបានល្អណាស់អាយ៉ាកន្លែងនេះដឹងថាកាឈីល្បីហើយមើលទៅថាកាឈីក៏តបថាមានណាខ្ញុំសម្ដែងដូចជាទូទៅតាចំណែកអមិត្តរបស់គេមិនអស់ចិត្តទេក៏នៅតែបន្តសួរទៀតថាតើពេលដែលឯងរាំហ្នឹងតើរឿងអីដែលឯងគិតទៅដល់មិត្តគេចង់សម្ដៅទៅលើតើគេបានគិតរឿងអីនៅក្នុងចិត្តបានជាដាក់អារម្មណ៍ក្នុងការរាំបានល្អម៉េះចំណែកអថាកាឈីគេគិតចុះគិតឡើងនឹងនិយាយតែមួយម៉ាត់គឺខ្ញុំគឺជាសត្វចិញ្ចឹមទៅអញ្ចឹងវិញថាកាឈីតពីនឹងងាកមកផ្ទះស៊ូមេរ៉េឯនេះវិញថាកាឈីគេរៀងភ្ញាក់ផ្អើលចំមហូបច្រើនម៉េះស៊ូមេរ៉េក៏ថាយីទាគេឲ្យធ្វើសោះមកថាច្រើនអីណាថាកាឈីក៏ថាទេអាទានឹងទាហើយតែអាខ្លះអត់បានសមផងធ្វើឲ្យដែរគេក៏សួរទៅថាចំថ្ងៃហ្នឹងកើតអីមែនស៊ូមេរ៉េវិញក៏ថាអត់អីផងយីអាចធ្វើឲ្យញ៉ាំហើយនៅឆ្ងល់ទៀតជួនកាលគេក៏មានថ្ងៃអារម្មណ៍ល្អខ្លះដែរមិនតែជាតែមួម៉ៅរហូតណាស៊ូមេរ៉េក៏បានបន្តទៀតថាហ្នឹងហើយការប៉ាត់ទៅគ្រាន់តែចង់ធ្វើអ្វីពិសេសឲ្យសត្វចិញ្ចឹមដែលគួរឲ្យស្រឡាញ់ខ្លះហ្នឹងតពីហ្នឹងស៊ូមេរ៉េក៏បានប្រាប់ថាកាឈីថាហ្នឹងហើយចុងសប្តាហ៍នេះប្រហែលត្រូវទៅក្រៅគឺមិនបាននៅផ្ទះឡើយដោយសារតែត្រូវទៅគោរពវិញ្ញាណក្ខន្ធឪពុកម្ដាយរបស់ខ្ញុំនៅឯស្រុកកំណើតឯណោះថាកាឈីក៏សួរថាហើយចុះអ្នកនាងនឹងមកពេលណាស៊ូមេរ៉េក៏តបថាមិនដឹងដែរប្រហែលជាគេនៅនឹងតែមិនដឹងមកពេលណាទេតពីនឹងមកក៏ឃើញថាស៊ូមេរ៉េនិងហាស៊ូមីក៏បានមកកន្លែងណាមិនដឹងទេជាមួយគ្នាអញឬមួយកុហកថាកាឈីហើយមកនឹងទេដឹងប៉ុន្តែមានអីត្រូវកុហកទៅបើថាកាឈីដឹងទៅហើយថាគេទាំងពីរនាក់ហ្នឹងយ៉ាងមិនដឹងគ្នាងាកមកគេទាំងពីរនាក់ឯនេះវិញស៊ូមេរ៉េក៏សួរថាតើលោកនឹងនាំខ្ញុំទៅណាហាស៊ូមីក៏ថានោះតិចទៀតដល់ហើយស៊ូមេរ៉េវិញក៏គិតថាចំហាស៊ូមីនាំឯងចេញមកក្រៅដែលសំខាន់ជិះឡានពីក្រុងឡើង3ម៉ោងហ្មងហើយចូលមកព្រៃជ្រៅអញ្ចឹងមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេកន្លែងនេះហាស៊ូមីវិញក៏បាននិយាយថាហ្នឹងហើយមកកន្លែងអញ្ចឹងមានអារម្មណ៍ស្រស់ស្រាយដល់ហើយមិនអញ្ចឹងហ៎ស៊ូមេរ៉េវិញក៏តបថាហ្នឹងហើយពិតជាស្រស់ស្រាយមែនហ្នឹងហាស៊ូមីវិញក៏បានសួរស៊ូមេរ៉េទៀតថាហើយចុះថ្ងៃស្អែកអ្នកនាងមានការងារអីបន្ទាន់អត់ស៊ូមេរ៉េវិញក៏តបថាហ្នឹងហើយអត់មានផងនាងក៏សួរហាស៊ូមីវិញថាហើយចុះលោកវិញមានអត់ហាស៊ូមីវិញក៏តបថាហ្នឹងហើយខ្ញុំក៏អត់មានដែរថាហើយគេក៏បានដើរចេញបាត់ទៅស៊ូមេរ៉េវិញក៏គិតម្នាក់ឯងថាចំតិចគាត់ចង់សម្រាកនៅនឹងយប់នឹងទៅស៊ូមេរ៉េនិយាយបដាយកកសែមកជូតដៃបដានិយាយរួមអ្នកទាំងអស់គ្នាដឹងស្រាប់ហើយស៊ូមេរ៉េឲ្យតែភ័យគឺដឹងតែបែកញើសដៃហ្មងគិតដល់ណាដល់ណីទេស៊ូមេរ៉េតែសំខាន់ហាស៊ូមីមិនដឹងជានាំស៊ូមេរ៉េទៅណាទេដើរនឹងចង់ផុតកពូភ្នំទៅហើយយីហាស៊ូមីមកសាំងស្នេហ៍អីខ្ពស់ដល់ថ្នាក់នឹងតែស៊ូមេរ៉េដើរបដើទៅជានឹកឃើញដល់ថាកាឈីអីណាខ្លាចគេនៅតែម្នាក់ឯងនឹងអត់អីញ៉ាំអាឡ័យតែផ្លឹកនឹងហាស៊ូមីសួរអត់ឆ្លើយទេហាស៊ូមីសួរថាតើអ្នកនាងចាំកន្លែងនេះអត់ស៊ូមេរ៉េវិញគិតមួយសន្ទុះនឹងបានតបថាហ្នឹងហើយចាំតា
ការនឹងក្រុមរបស់យើងបានមកបោះតង់នៅម្ដុំនឹងស៊ឺមេរ៉េមើលកន្លែងនឹងយូរទៅនាងក៏នឹកឃើញកាលពី11ឆ្នាំមុនគឺនាងដួលនៅត្រង់កន្លែងដើមឈើនឹងពេលហ្នឹងហាស្មិគឺជាអ្នកមកជួយនាងស៊ឺមេរ៉េក៏សួរហាស្មិថាកន្លែងហ្នឹងមែនដែលលោកចង់ឲ្យខ្ញុំមកហាស្មិក៏តបថាហ្នឹងហើយគឺជាកន្លែងហ្នឹងដែលរក្សាការចងចាំជាច្រើនហើយខ្ញុំក៏ចង់ដើរលេងជាមួយនឹងអ្នកនាងនៅកន្លែងនេះម្ដងទៀតនិយាយចប់ហាស្មិក៏បានអោនទៅថើបស៊ឺមេរ៉េទៅយីអាប៉ែនេះតិចថើបហ្មងហ៎ងាកមកកាន់ថាកឈិដែលនៅផ្ទះស៊ឺមេរ៉េនេះវិញគ្រាន់តែមកដល់គេក៏សវត្ថហិតខ្នើយអីណាដូចជានឹកផ្ទះស៊ឺមេរ៉េខ្លាំងណាស់អញ្ចឹងបន្ទាប់មកគេក៏បានទាញទូរស័ព្ទមកកន្លែងហ្នឹងដូចជាទំនងចង់ឆាតទៅស៊ឺមេរ៉េហើយមកទៅប៉ុន្តែគេក៏បានប្រាប់ខ្លួនឯងថាខ្ញុំមិនចង់រំខាននាងទៀតទេគេក៏បានងើបទៅយកសភៅមកសរសេរអ្វីមិនដឹងទេទុកឲ្យស៊ឺមេរ៉េនិយាយរួមសម្បីតែទូរស័ព្ទក៏មិនយកទៅដែរចំតិចថាកឈិចាក់ចេញពីស៊ឺមេរ៉េលែងមកវិញទេដឹងងាកមកកាន់ស៊ឺមេរ៉េនិងហាសាមីឯនេះវិញគេក៏បានមក dinner ជាមួយគ្នាប៉ុន្តែលើកនេះរៀងចម្លែកម៉េះមុខស៊ឺមេរ៉េមិនរីកសោះណាមួយអារម្មណ៍របស់នាងគឺមិនគិតទៅលើការ dinner ជាមួយហាសាមីទេបែរទៅជាគិតថាមិនដឹងមកបានអីញ៉ាំហើយឬនៅណអញទៅអញ្ចឹងវិញចំណែកហាសាមីវិញក៏បានសួរទៅកាន់ស៊ឺមេរ៉េថាហ្នឹងហើយខ្ញុំចង់និយាយរឿងបងប្អូនទីទួតមួយរបស់អ្នកនាងបន្តិចដែលឈ្មោះថាថាកាឈីអូស៊ឺមេរ៉េក៏ថាអញកើតអីមែនបានសួរពីថាកាឈីហាសាមីក៏ថាគេនឹងគឺជាក្មេងម្នាក់ដែលអស្ចារ្យណាស់អ្នកនាងដឹងអត់ការប៉ັດណាស់ពេលហ្នឹងខ្ញុំកំពុងតែស្វែងរកអត្ថបទដែលពាក់ព័ន្ធជាមួយនឹងមនុស្សវ័យក្មេងដែលអាចធ្វើរឿងអស្ចារ្យនៅលើពិភពលោកស្រាប់តែពេលហ្នឹងខ្ញុំក៏បានឃើញថាកាឈីនៅក្នុងហ្នឹងដែរសឹងតែមិនគួរឲ្យជឿទៅហើយនិយាយរួមគេមានឈ្មោះនៅក្នុងហ្នឹងតាំងពី3ឆ្នាំមុនមកម្លេះស៊ឺមេរ៉េពេលដែលលើអញ្ចឹងហើយនាងក៏រៀងភ្ញាក់ផ្អើលដែរហើយសួរបញ្ជាក់ទៀតថាប៉ັດមែនហាសាមីក៏បានបន្ថែមទៀតថាអញ្ចឹងហើយខ្ញុំចេះតែប្រហែលមកគេដូចជាធ្លាប់ឃើញនៅទីណាមិនដឹងខ្ញុំមិននឹកស្មានថាអ្នកនាងមានបងប្អូនដែលបកកាយអស្ចារ្យដល់ថ្នាក់ហ្នឹងទេស៊ឺមេរ៉េស្ដាប់បដាបោកភ្នែកធំបដាពួកអីមិននឹកស្មានថាកាឈីដល់ថ្នាក់ហ្នឹងតែសំខាន់ឲ្យថាកាឈីនៅផ្ទះរបស់នាងរាល់ថ្ងៃគឺចាត់ទុកគេដូចជាសត្វចិញ្ចឹមអញ្ចឹងអាត្រូវឲ្យព្រុសបងសួរឲ្យកវីខ្លួនគឺកវីខ្លួនបើនិយាយទៅឲ្យធ្វើដូចឆ្កែប៉ិតហ្មងនាងក៏បានដកដង្ហើមធំនឹងនឹកហួសចិត្តនឹងខ្លួនឯងហាសាមីក៏បាននិយាយទៅកាន់ស៊ឺមេរ៉េទៀតថាឲ្យខ្ញុំសុំទោសផងដែលនាំអ្នកនាងដើរច្រើនពេកព្រោះអីមើលទៅអ្នកនាងដូចជាហត់នឿយខ្លាំងណាស់ហើយមកទៅបើអញ្ចឹងពួកយើងនៅសម្រាប់ទីនេះមកយប់ហ្មងទៅមិនបាច់ប្រញាប់ទៅពេកទេស៊ឺមេរ៉េគ្រាន់តែលឺអញ្ចឹងហើយនាងកាន់តែភ័យទៀតហើយតបពីនឹងស៊ឺមេរ៉េក៏បានខកទៅប្រាប់ថាកាឈិថាគឺនាងមិនបានទៅផ្ទះទេថ្ងៃហ្នឹងប៉ុន្តែពេលដែលតាក់ទងទៅគឺមិនមានការឆ្លើយតបពីថាកាឈិឡើយនាងក៏បានផ្ញើសារជាសម្លេងទៅកន្លែងនេះចិត្តរបស់ស៊ឺមេរ៉េគឺមិនស្ងប់ឡើយដោយឆ្ងល់ថាហេតុអីក៏តាក់ទងថាកាឈិមិនបានតបពីនឹងទៀតងាកមកពួកគេទាំងពីរនាក់នេះវិញកន្លែងនេះដែលសំខាន់ណាពួកគេគឺគេបន្ទប់ជាមួយគ្នាពេលហ្នឹងពេលដែលហាសាមីចេញមកស៊ឺមេរ៉េវិញប្រឹងសម្លឹងដើមទ្រូងគេដល់ហើយយីអាមិនមកទេស៊ឺមេរ៉េហាសាមីងុចទឹកហើយស៊ឺមេរ៉េក៏បានចូលម្ដងដែលសំខាន់ណាពិចារណារឿងស្លៀកអីចេញពីបន្ទប់ទឹកអីណាស៊ឺមេរ៉េអត់បានទេសុទ្ធតែត្រៀមឈុតមកទៀតក្រោយពីពិចារណាអស់រយៈពេលជាយូរមកនាងក៏បានដើរចេញមកក្រៅជាមួយនឹងអាវទៅនៅជាមួយសពុតទៅវិញហាសាមីវិញគ្រាន់តែឃើញអញ្ចឹងគេនឹងឆ្ងល់ហ្មងចុះបើយប់ហើយនៅស្លៀកឈុតនឹងទៀតចំណែកស៊ឺមេរ៉េវិញនាងក៏ថាខ្ញុំមកខ្មាស់លោកពេកទើបមិនហ៊ានពាក់ឈុតមួយទៀតហ្នឹងចំណែកហាសាមីវិញលឺអញ្ចឹងហើយគេក៏រៀងអស់សំណើចហើយក៏បានដើរទៅចាប់ដៃស៊ឺមេរ៉េនឹងបីទៅលើក្រែទៅកំពុងតែថាបសុកស៊ឺមេរ៉េស្រាប់តែឃើញថាជាថាកាឈិទៅវិញនាងឡើងភ្ញាក់ព្រឺតហ្មងភ្ញាក់ទាំងហាសាមីទៀតហាសាមីក៏ថាកើតអីមែនស៊ឺមេរ៉េវិញក៏តែពីសុំទោសហាសាមីឯហាសាមីវិញក៏បាននិយាយថាមិនអីទេខ្ញុំមិនមកខំអ្នកនាងឡើយដូច្នេះហើយទើបខ្ញុំមិនញ៉ាំស្រាព្រោះខ្ញុំដឹងថារឿងនេះប្រកាសជាកើតឡើងប៉ុន្តែខ្ញុំរងចាំអ្នកនាងបានអ្នកនាងស៊ឺមេរ៉េពេលដែលចេញមកក្រៅស៊ឺមេរ៉េនៅតែតាមសុំទោសហាសាមីរហូតហាសាមីវិញគេក៏នៅតែថាមិនអីទេគ្រាន់តែរឿងប៉ុណ្ណឹងសោះកុំតែគិតច្រើនអីចំណែកស៊ឺមេរ៉េវិញគ្រាន់តែបដោផ្ទះវិញស្រែកហៅតែម៉ូពេលហ្នឹងនាងក៏បានបោះកាបូបរបស់នាងទៅលើតុស្រាប់តែអាខ្យល់នឹងក៏បកសបោតដែលថាកាឈិសរសេរទុកឲ្យធ្លាក់ទៅក្រោមសាឡុងបាត់ទៅស៊ឺមេរ៉េវិញបានទៅអើតកន្លែងគេងរបស់ថាកាឈិក៏នៅតែមិនឃើញនាងឆ្ងល់បដ ாய் ថាចំទៅណាតាក់តងក៏មិនបានហើយឥឡូវមកអត់ឃើញនៅផ្ទះទៀតនាងក៏បានសាក់ខម្ដងទៀតស្រាប់តែឮសំឡេងរោនៅក្បែរហ្នឹងក្
បានដឹងថាថាកឈិគឺមិនបានយកទូរស័ព្ទទៅជាមួយឡើយតបពីនឹងនាងក៏បានមកពិភាក្សាជាមួយនឹងយូរីព្រោះអីមិនដឹងថាកឈិទៅណាហើយក៏មិនដឹងថាត្រូវបានអ្នកណាធ្វើបាបឬក៏អត់ទេនឹងមានអីញ៉ាំអត់មើលទៅនិយាយរួមស៊ូមេរ៉េគិតច្រើនឡើងពេញនឹងយូរីក៏បាននិយាយថាឯងទៅភ័យអីភ័យម៉េះគេនឹងធំអីតាបើគេមិនមកផ្ទះ2 ទៅ 3ថ្ងៃក៏មិនឃើញមានបញ្ហាអីផងស៊ូមេរ៉េវិញក៏ថាប៉ុន្តែគេមិនដែរអញ្ចឹងពីមុនមកទេយូរីវិញក៏បាននិយាយថាបើអញ្ចឹងមែននោះប្រហែលជាមានរឿងអីមួយហើយបានជាគេចាក់ចេញដូច្នេះតើឯងមានធ្វើអីឲ្យគេខឹងអត់ឬអញ្ចឹងហើយស៊ូមេរ៉េក៏បានព្យាយាមគិតមួយសន្ទុះថាមានរឿងអីទៅណោះគិតហើយនាងក៏ថាដឹងអីប្រហែលជាគេខឹងដែលខ្ញុំមិនបានដាក់ណាត់នៅក្នុងនំឲ្យគេញ៉ាំតែដឹងបានជាគេខឹងអញ្ចឹងកន្លែងហ្នឹងគឺចង់មានន័យថាគឺស៊ូមេរ៉េបានធ្វើនំឲ្យថាកឈិញ៉ាំប៉ុន្តែភ្លេចដាក់ណាត់ពីលើនំហ្នឹងយូរីក៏ថាអូយស្មានតែរឿងអីគ្មានអីឈ្គួតជាងរឿងហ្នឹងទៀតទេមិនដែរណាគេទៅខឹងរឿងចឹងទេស៊ូមេរ៉េចេះតែគិតចេញហើយយូរីក៏បានបន្តទៀតថាហើយបើសិនជាខ្ញុំជាប៉ូលីសវិញហើយគេឆ្លើយប្រាប់បែបហ្នឹងសូម្បីតែសេចូលកំណត់ហេតុក៏ខ្ញុំមិនទៅសេផងហើយមិនចាប់ត្រឹមហ្នឹងទេនាងក៏បន្តទៀតថាត្រូវហើយពេលដែលគេនៅធម្មតាទេតែតែចេញចូលផ្ទះមិត្តភ័ក្តិរបស់គេឬក៏កន្លែងណាមួយដែលគេតែងតែទៅឯងមានដឹងអត់ក្រៅពីទីនេះគេមានកន្លែងណាទៀតត្រូវទៅឬមួយក៏គេឥឡូវកំពុងតែនៅជាមួយអ្នកផ្សេងទៀតដឹងស៊ូមេរ៉េក៏សួរយូរីថានៅជាមួយអ្នកផ្សេងមែននាងក៏បានសម័យនឹកឃើញដល់ថាកឈិកំពុងទៅនៅជាមួយនឹងអ៊ំ2នាក់ច្រៀងចម្រៀងឲ្យថាកឈិស្ដាប់អីណាតែច្រៀងថាឯងកំពុងតែរកម្ចាស់ថ្មីមែនហ្នឹងហើយនៅជាមួយពួកយើងហើយធ្វើជាសត្វចិញ្ចឹមរបស់ពួកយើងទៅច្រៀងបដាញេះញោះថាកឈិបដាយីស៊ូមេរ៉េសម័យអីចម្លែកហ្មងបើមិនចម្លែកមិនស៊ូមេរ៉េទេតបពីហ្នឹងស៊ូមេរ៉េក៏ចាប់ផ្ដើមទាយស្លឹកបៀទៀតហើយម្ដងនេះឃើញអីទៀតទៅណោះនៅក្នុងស្លឹកបៀរបស់ស៊ូមេរ៉េយូរីក៏បានប្រាប់ថាមិនអីទេគេនឹងត្រឡប់មកវិញជាជាមិនខានឬអញ្ចឹងហើយស៊ូមេរ៉េក៏រៀងធូរចិត្តបន្តិចងាកមកកន្លែងធ្វើការរបស់ស៊ូមេរ៉េវិញបុគ្គលិកដែលធ្វើការជាមួយស៊ូមេរ៉េក៏សួរថាអញហើយអ្នកនាងបាត់ឆ្មាទៀតហើយមែនស៊ូមេរ៉េវិញក៏ថាហ្នឹងហើយបាត់ទៀតហើយមិនដឹងជាទៅណាទេបុគ្គលិកស្រីម្នាក់ហ្នឹងក៏បានថាហើយចោះមិនប្រកាសរកហ្មងទៅលឿនជាងហើយសរសេរទៅថាឆ្មាហ្នឹងមានរូបរាងនិងលក្ខណៈយ៉ាងម៉េចឬអញ្ចឹងហើយស៊ូមេរ៉េក៏បានសម័យគិតដល់រូបភាពដែលបិទប្រកាសដោយសម័យឃើញថាមានជើងឆ្មាឡើងពេញនឹងហើយរូបថាកឈិនៅពាក់កណ្ដាលនិងសរសេរថាឆ្មាដែលបាត់នឹងគឺមានផិនភាគដូចតទៅឆ្មានឹងគឺមានសក់រាងកាញ់មានភាពរុះរាយរាក់ទាក់និងចូលចិត្តរាំយីស៊ូមេរ៉េចេះតែរនឹកគិតឃើញអញ្ចឹងដែរឆ្មាណាចូលចិត្តរាំដោយភ្ញាក់ពីការគិតដល់វិញអន្លាយនិងដល់មហាសែនមានន័យរបស់ស៊ូមេរ៉េហើយនាងក៏ថាហ្នឹងហើយអរគុណច្រើនតពីនឹងស៊ូមេរ៉េនិងហាស៊ូមីក៏បាននិយាយគ្នាលេងប៉ុន្តែមិនផុតអីក្រៅពីរឿងម៉ូម៉ូនឹងឯងហាស៊ូមីក៏សួរថាម៉ូម៉ូមិនបានទៅផ្ទះក្រោយពីនាងត្រឡប់ទៅផ្ទះយប់ហ្នឹងមែនការប៉ັດយប់ហ្នឹងអ្នកនាងគួរតែប្រាប់ខ្ញុំគ្រាន់នឹងបាននាំគ្នាជួយដល់រកស៊ូមេរ៉េក៏ថាហ្នឹងហើយដោយសារតែពេលហ្នឹងខ្ញុំច្បោកច្បល់ពេកគិតអីមិនចេញទៅមិនបានប្រាប់ទៅហាស៊ូមីក៏ថាខ្ញុំមានអារម្មណ៍ថាប្រហែលជាខ្ញុំទេដឹងបានជាម៉ូម៉ូបាត់ទៅបើពេលហ្នឹងខ្ញុំមិនបានហៅអ្នកនាងទៅទេម្លេះសមម៉ូម៉ូច្បាស់ជានៅផ្ទះជាមិនខានស៊ូមេរ៉េក៏ថាក៏មិនទោសខ្លួនឯងអីមិនមែនជាកំហុសរបស់លោកទេកន្លែងនេះពីរអ្នកគេនិយាយទាំងមិនដឹងថាមានអ្នកកំពុងលួចស្ដាប់គេឡើយតាមពិតជាប៉ែហ្វូគូស៊ីម៉ាសោះយីចេះមកលួចស្ដាប់គេនិយាយគ្នាដែរមកដល់ផ្ទះវិញស៊ូមេរ៉េដេកមិនលក់បក់មិនលហើយសោះនឹកឃើញតែថាកឈិនឹកឃើញថាគេបាននិយាយនឹងរងចាំនាងនៅផ្ទះតែហេតុអីបានជាមកលើកនេះមិនឃើញគេទៅវិញដោយស្មុគស្មាញពេកនាងក៏ទៅញ៉ាំនំសូកូឡាតែកន្លែងហ្នឹងមានណាមកសម័យឃើញថាកឈិនៅអង្គុយចាំទៅវិញតពីហ្នឹងមកស៊ូមេរ៉េក៏បានមករកថាកឈិដល់កន្លែងហាត់រាំរបស់គេតែម្ដងចំស៊ូមេរ៉េស្គាល់កន្លែងនឹងទៀតស្រាប់តែមាននារី2នាក់ដែលកំពុងហាត់រាំនៅនឹងក៏កលេចមកឃើញស៊ូមេរ៉េនៅអត់លើមនៅមាត់ទ្វារគេទាំង2នាក់ក៏បានដើរមកសួរពេលហ្នឹងស៊ូមេរ៉េក៏បានប្រាប់គេទាំង2នាក់នឹងថានាងគឺជាបងប្អូនជាទួតមួយជាមួយនឹងថាកាឈិពេលហ្នឹងនារីទាំង2នាក់ហ្នឹងក៏បានប្រាប់ទៅកាន់ស៊ូមេរ៉េថាគេដូចជាមិនសូវឃើញថាកាឈិទេមួយរយៈហ្នឹងហើយនារីទាំង2នាក់ហ្នឹងក៏បានសរសើរពីថាកាឈិនៅនឹងមុខស៊ូមេរ៉េមិនដាច់ពីមាត់ឡើយដែលធ្វើឲ្យស៊ូមេរ៉េកាន់តែភ្លឺភ្នែកឡើងព្រោះអី
ពេលដែលថាកាឈិនៅជាមួយស៊ូមេរ៉េគេដូចជារៀងឡប់មួយទេតែពេលមកទៅសារថាគេបកាយអញ្ចឹងដូចរៀងចម្លែកបន្តិចពេលហ្នឹងរូមីដែលជាសង្សារចាស់របស់ថាកាឈិក៏បានដើរមករកស៊ូមេរ៉េហើយស៊ូមេរ៉េក៏បានសួរឈ្មោះនាងគ្រាន់តែស៊ូមេរ៉េសួរឈ្មោះប៉ុណ្ណឹងរូមីដឹងភ្លាមហ្មងថាស៊ូមេរ៉េមិនមែនជាបងប្អូនជាមួយនឹងថាកាឈិកន្លែងហ្នឹងมันអូសបន្លាយពេលយូររូមីក៏បាននិយាយទៅកាន់ស៊ូមេរ៉េភ្លាមហ្មងថាអ្នកនាងប្រហែលជាសង្សារថ្មីរបស់ថាកាឈិហើយមើលទៅត្រូវអត់ចំមកដល់លេងនិយាយចឹងហ្មងហើយរូមីនាងក៏បានរៀបរាប់ពីទំនាក់ទំនងរបស់នាងជាមួយនឹងថាកាឈិនិងបានសុំឲ្យស៊ូមេរ៉េដោះលែងថាកាឈិទៅស៊ូមេរ៉េឮអញ្ចឹងហើយនាងក៏គិតក្នុងចិត្តថាហើយមើលទៅរូមីនាងគឺពិតជាស្រឡាញ់ម៉ូខ្លាំងណាស់មើលទៅហើយស៊ូមេរ៉េកន្លែងហ្នឹងក៏បានបញ្ជាក់ប្រាប់រូមីថាកុំអារម្មណ៍អីខ្ញុំមិនមែនជាសង្សាររបស់ថាកាឈិទេបើនាងដឹងថាខ្ញុំមិនមែនជាបងប្អូនរបស់ថាកាឈិទៅហើយខ្ញុំប្រាប់អ្នកនាងហ្មងទៅចុះការពិតខ្ញុំគឺជាអ្នកយកព័ត៌មាននឹងចង់មកសម្ភាសថាកាឈិទេប៉ុន្តែនេះគឺជាការសម្ងាត់អ្នកនាងក៏ប្រាប់អ្នកណាគេឲ្យសោះណារូមីក៏និយាយថាអូការពិតអញ្ចឹងសោះគ្រាន់តែស៊ូមេរ៉េដើរចេញទៅមិត្តភក្តិទាំងពីររបស់ថាកាឈិក៏បានលួចមើលពីក្រោយនិងបានដឹងភ្លាមហ្មងថាស៊ូមេរ៉េមិនមែនជាបងប្អូនជាមួយនឹងថាកាឈិទេគឺអាចជាម្នាក់ដែលផ្គត់ផ្គង់កន្លែងស្នាក់នៅនិងអាហារញ៉ាំដល់ថាកាឈិម្លងពេលដែលគេរត់ចេញពីផ្ទះចំដឹងទៀតតិចទៅប្រាប់រូមីទៅពេលវេលាកន្លងផុត5ទៅ6ថ្ងៃទៅហើយថាកាឈិក៏នៅតែមិនទាន់ត្រឡប់មកវិញទៀតតែមើលទៅស៊ូមេរ៉េនាងនៅតែរំពឹងទុកក្នុងចិត្តថាម៉ូនឹងត្រឡប់មកវិញជាជាមិនខានទេស្អែកឡើងពេលដែលស៊ូមេរ៉េនាងមកពីធ្វើការវិញនាងក៏បានតម្រុយខ្លួនសម្រាប់បន្តិចកន្លែងហ្នឹងសបុតនៅក្រោមសាឡុងគឺនាងមិនទាន់ឃើញនៅឡើយទេការប៉ັດនៅក្នុងសបុតហ្នឹងថាកាឈិគឺបានសរសេរប្រាប់ហើយហ្នឹងថាគេហ្នឹងគឺមិនបានមកផ្ទះប្រហែលជា5ថ្ងៃព្រោះគេនឹងត្រូវទៅសាពូរ៉ូចឹងហើយក៏មិនបារម្ភអីតពីហ្នឹងស៊ូមេរ៉េក៏បានមកអង្គុយសេកនៅក្នុង Google ពីវិធីសាស្ត្រដើម្បីឲ្យសត្វចិញ្ចឹមត្រឡប់មកផ្ទះវិញក្នុងហ្នឹងគេក៏បានប្រាប់វិធីសាស្ត្រ1 2 3 4ទៅហើយនាងក៏បានយកមកអនុវត្តដោយយកជក់មកសរសេរលើกระดาษថាឆាប់ត្រឡប់មកផ្ទះវិញហើយមិនសរសេរតែមួយទេឡើងពេញហ្នឹងហ្មងសំខាន់ណាស់ក្នុងហ្នឹងគេប្រាប់ថាគ្រប់5ថ្ងៃនឹងត្រឡប់មកវិញ5ថ្ងៃកន្លងផុតទៅថាកាឈិក៏ដល់ថ្ងៃកំណត់ដែលត្រូវមកវិញល្មមគ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមគេឡើងឆ្ងល់ហ្មងចំកដាអីឡើងពេញហ្នឹងស្រាប់តែមានអាហារនៅលើតុធ្វើឲ្យគេស្រាប់ទៀតនិយាយរួមស៊ូមេរ៉េអនុវត្តតាមអ្វីដែលគេនិយាយប្រាប់ទាំងអស់គឺត្រូវធ្វើអាហារណាដែលសត្វចិញ្ចឹមរបស់អ្នកចូលចិត្តទៅបូកជាមួយនឹងការសរសេរលើกระดาษទៀតនោះវានឹងត្រឡប់មកវិញជាមិនខានពេលហ្នឹងថាកាឈិក៏កលែកឃើញថាស៊ូមេរ៉េបានទៅគេងនៅនឹងកន្លែងរបស់គេឆ្ងល់បដ ாய் ចំមិនបានគេងនៅនឹងទៅវិញគេក៏បានឡើងទៅនឹងគេងចិត្តស៊ូមេរ៉េទៅឯស៊ូមេរ៉េនេះវិញបោកភ្នែកហើយហ្នឹងស្មានតែយល់សពក៏បានគេងទៅវិញបាត់ទៅក្រោយពីហ្នឹងក្រោយពីថាកាឈិត្រឡប់មកផ្ទះវិញស៊ូមេរ៉េក៏ចាប់ផ្ដើមអារម្មណ៍ល្អមកវិញទោះជាមេរបស់នាងដាក់ការងារច្រើនប៉ុណ្ណាក៏ដោយក៏នាងមិនប្រកែកដែរតោះតែពេលហ្នឹងហាស្មីក៏បានឆាតមកនាងបានអញ្ជើញនាងទៅផ្ទះគេម្ដងលើកនេះស៊ូមេរ៉េចាប់ផ្ដើមភ័យទៀតហើយមិនដឹងធ្វើយ៉ាងម៉េចទេនាងក៏បានឆាតទៅប្រាប់ហាស្មីថាសុំទោសផងខ្ញុំមិនអាចទៅបានទេហាស្មីក៏ថាហ្នឹងហើយអត់អីទេអញ្ចឹងចាំលើកក្រោយចាំជួបគ្នាក៏បានងាកមកកាន់ថាកាឈិវិញមកវិញលើកនេះស៊ូមេរ៉េធ្វើម្ហូបឲ្យគេឡើងពេញតុហ្មងយីពៅអីពៅម៉េះក្រោយពីញ៉ាំហើយគេក៏បានទៅទាញរូបថតមួយមកមើលក៏បានសម័យកាលពីតូចគេបានស្គាល់ស៊ូមេរ៉េរួចទៅហើយអញកន្លែងនេះថាកាឈិមែនយីរួមមុខឡើងដូចហ្មងងាកមហាសមិវិញដោយស៊ូមេរ៉េបដិសេធមិនបានមកផ្ទះរបស់គេទៅហើយគេក៏បានមកអង្គុយមើលរឿងតែឯងឡើងកំសត់ហ្មងសំខាន់យំទៀតឯស៊ូមេរ៉េនេះវិញនាងកំពុងតែរនឹកថានិយាយទៅកាន់ហាសមិយ៉ាងម៉េចឲ្យសមព្រោះអីនាងចង់ដូរចិត្តថានឹងទៅផ្ទះរបស់គេវិញណាមួយដោយសារតែនាងបំពេញកិច្ចការងាររួចរាល់មុនមកផងនោះទើបនាងចង់ឆ្លៀតពេលទៅគិតចុះគិតឡើងនាងក៏បានប្រាប់ខ្លួនឯងថាយីខ្ញុំឥឡូវគឺជាសង្សាររបស់គេតាមានអីត្រូវខ្មាស់ទៀតគ្រាន់តែប្រាប់គេប៉ុណ្ណឹងឯហាសមីឯនេះវិញគេកំពុងតែឈរសុកស្រាប់តែមាននរណាម្នាក់ចុចកណ្ដឹងនៅខាងក្រៅកន្លែងហ្នឹងហាសមីស្មាទៅស៊ូមេរ៉េតាគេឡងអហ្មងក៏បានស្មាទៅបើកទ្វារយ៉ាងលឿនមានណាយីប៉ែហ្វូគូឈីម៉ាសោះយីហ៊ានដែរហ្នឹងមកដល់ផ្ទះគេនឹងយប់ហ្មងហើយបើមើលទៅមុខហាសមីវិញគេឡងអត់សប្បាយចិត្តហ្មងពេលហ្នឹងហ្វូគូឈីម៉ាក៏បានរៀបរាប់ថាគេម្នាក់ហ្នឹងនៅទៅតាមនាងរហូតមិនដឹងធ្វើយ៉ាងម៉េចទេហាសមីក៏ថាហើយចុះអ្នកនាងមិនប្តឹងប៉ូលីសទៅនាងក៏ថាប៉ូលីសគេមានចំណាត់ការលុះត្រាតែគេម្នាក់នោះធ្វើបាបខ្ញុំឬបង្កសាកស្នាមអីមួយហ
ហាស៊ូមីក៏បានធ្វើជាទៅមើលខាងក្រៅដោយប្រាប់ Fukushima ថាក្រែងគេម្នាក់នោះមកតាមនាងទៀត Fukushima នាងក៏បានសម្រាប់ទៅអោបហាស៊ូមីដោយនាងនៅផ្ទះម្នាក់ឯងក៏ខ្លាចដែរជីគ្រប់សពហ្មងពេលដែលហាស៊ូមីចេញទៅបាត់ស៊ូមេរ៉េក៏បានតេមកល្មមឃើញឱកាសល្អមកដល់អញ្ចឹងនាងក៏បានលើកទូរស័ព្ទតនិយាយឲ្យស៊ូមេរ៉េយល់ច្រឡំថាគេទាំងពីរនាក់បានណាត់ជួបគ្នាហើយហាស៊ូមីឲ្យនាងលើកជំនួសស៊ូមេរ៉េឮអញ្ចឹងហើយនាងឡើងអស់ដៃអស់ជើងតែម្ដងដាច់ចិត្តខទៅគេហើយបែរទៅជួបអ្នកផ្សេងទៅវិញណែដើរមើលអ្នកតាម Fukushima អីនៅខាងមុខផ្ទះស៊ូមេរ៉េនេះសោះហើយចឹង Fukushima មិនចាំស្គាល់ឲ្យមកទៅកន្លែងហ្នឹងហាស៊ូមីឈរចៃដនអីថាកាឈីក៏បានដើរចេញមកល្មមថាកាឈីពេលដែលឃើញហាស៊ូមីហើយក៏បានប្រាប់ហាស៊ូមីថាស៊ូមេរ៉េមិនបាននៅផ្ទះទេក្រោយពីនឹងមកស៊ូមេរ៉េមកដល់ផ្ទះវិញក៏បានឃើញស្បែកជើងពីរគូនាងក៏បានស្វាចូលមកក្នុងយ៉ាងលឿនមានណាហាស៊ូមីនៅនេះសោះពេលដែលចូលមកដល់នាងក៏បានឃើញហាស៊ូមីនិងថាកាឈីអង្គុយមើលរឿងធ្វើបង្ើយនិយាយរួមពីអ្នកនឹងធ្វើជាដើរតួកំសត់តាមសាច់រឿងអីណាបន្ទាប់ពីនឹងហាស៊ូមីក៏បានទៅប្រាប់ស៊ូមេរ៉េថាឲ្យខ្ញុំសុំទោសផងដែលខ្ញុំមកដោយមិនបានប្រាប់អ្នកនាងមុនគឺដោយសារតែមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ហ្នឹងសុកក៏បានមកសុំស្នាក់នៅផ្ទះរបស់ខ្ញុំដូច្នេះហើយខ្ញុំមិនដឹងត្រូវទៅណាក៏មកទីនេះហ្មងទៅប៉ុន្តែរឿងកន្លែងគេងអ្នកនាងមិនបាច់បារម្ភទេខ្ញុំអាចគេងជាមួយនឹងថាកាឈីបានស៊ូមេរ៉េកន្លែងហ្នឹងនាងក៏បាននិយាយថាហ្នឹងហើយអត់អីទេតាមសម្រួលចុះហើយពេលហ្នឹងស៊ូមេរ៉េក៏បាននឹកឃើញក្នុងចិត្តថាចុំហេតុអីបានជាហាស៊ូមីអត់ប្រាប់នាងថាម្នាក់ដែលសុំគេទៅស្នាក់នៅគឺជា Fukushima ឬមួយក៏ខ្លាចនាងអត់សប្បាយចិត្តពេលដែលឮអញ្ចឹងកំពុងតែគិតសុកថាកាឈីក៏បានសប្បាយទៅប្រាប់នាងថាហាស៊ូមីហ្នឹងបានទិញអីមកខ្លះអីណាហើយក៏បានទាញនាងទៅជាក្រានបាយពេលហ្នឹងដែរស៊ូមេរ៉េក៏បានសួរថាកាឈីថាមានរឿងអីកើតឡើងហេតុអីបានជាគេមកនៅនឹងវិញចំណែកថាកាឈីវិញក៏បាននិយាយទៅកាន់ស៊ូមេរ៉េថាហើយអ្នកនាងអត់បានអានសារដែលខ្ញុំផ្ញើទៅទេស៊ូមេរ៉េវិញក៏តបថាហ្នឹងហើយអត់បានអានផងហើយក្នុងហ្នឹងនិយាយអីខ្លះទៅថាកាឈីក៏បានប្រាប់ស៊ូមេរ៉េថាហ្នឹងហើយដើម្បីឲ្យលោកហាស៊ូមីហ្នឹងកុំឲ្យសង្ស័យខ្ញុំបានប្រាប់គេថាផ្ទះរបស់ខ្ញុំគឺឆេះដូច្នេះហើយទើបត្រូវមកស្នាក់នៅទីនេះមួយរយៈចំណែកឯម៉ូវិញគឺវាមានបញ្ហាជើងវានៅឯមន្ទីរពេទ្យឯណោះតើអត់ប៉ុណ្ណឹងស៊ូមេរ៉េវិញនាងក៏បានតបថាងាប់ឲ្យស្ដាប់ទៅដូចជាមិនគួរឲ្យជឿប៉ុន្តែអត់អីចឹងក៏ចឹងធ្វើមិនទេបើតទៅហើយតពីនឹងថាខ្ជីមិនដឹងនឹកឃើញយ៉ាងម៉េចទេបានតែយករូបថតចាស់របស់ស៊ូមេរ៉េមកឲ្យហាស៊ូមីមើលប៉ុន្តែដែលសំខាន់អ្នកទាំងអស់គ្នានៅក្នុងហ្នឹងក៏មានរូបហាស៊ូមីដែរហើយមិនមានតែមួយណាឡើងមកកណោហ្មងអាមានជាក្រុមក៏មានណាហើយលួចថតគេតែឯងក៏មានដែរឡើងធ្វើឲ្យស៊ូមេរ៉េអៀនហាស៊ូមីខ្លាំងហ្មងកន្លែងហ្នឹងចំណែកហាស៊ូមីវិញគេបានឃើញអញ្ចឹងឡើងសប្បាយចិត្តហ្មងហើយគេក៏បានទាញរូបថតពីស៊ូមេរ៉េទៅមើលតទៀតទៅពីហ្នឹងនៅពេលយប់ស៊ូមេរ៉េកន្លែងនេះគឺគេញ៉ាត់លក់ហ្មងព្រោះអីនឹកឃើញតែជាប៉ែ Fukushima បាននិយាយគឺបាននិយាយថាហាស៊ូមីហ្នឹងគឺឲ្យគេជាអ្នកលើកទូរស័ព្ទឲ្យហើយមួយវិញទៀតនោះស៊ូមេរ៉េក៏បានឆ្ងល់ថាហេតុអីបានជាប៉ែ Fukushima ហ្នឹងទៅស្គាល់បន្ទប់ហាស៊ូមីដែរអីយ៉ាស៊ូមេរ៉េចាប់ផ្ដើមខ្វល់ខ្វាយព្រោះអីខ្លាចហាស៊ូមីត្រូវគេទៅដើមទៅបាត់ព្រឹកស្អែកឡើងស៊ូមេរ៉េក៏បានធ្វើអាហារពេលព្រឹកឲ្យហាស៊ូមីញ៉ាំចំណែកហាស៊ូមីវិញសរសើរស៊ូមេរ៉េមិនដាច់ពីមាត់ឡើយសិតតែថានាងធ្វើម្ហូបឆ្ងាញ់អីណាឡើងធ្វើឲ្យស៊ូមេរ៉េញញឹមបិទមាត់លេងចិត្តហ្មងពេលហ្នឹងដែរស៊ូមេរ៉េក៏បានសប្បាយទៅយកអាវឲ្យហាស៊ូមីយីរួមធ្វើដូចប្តីប្រពន្ធមែនតែនហ្មងបើហាស៊ូមីវិញគ្រាន់តែឃើញអញ្ចឹងយីរួមញញឹមបិទមាត់អត់ចិត្តសោះធម្មតាទេអារម្មណ៍អ្នកមានស្នេហាដែលស្រឡាញ់គ្នាទោះទាំងវើតិចតួចក៏មានអារម្មណ៍ថារំភើបដែរតពីនឹងហាស៊ូមីក៏បានលាស៊ូមេរ៉េតែគេងាកមកមើលមុខស៊ូមេរ៉េគឺដូចជាមិនសប្បាយចិត្តសោះគេក៏បានសួរថាអ្នកនាងមើលទៅដូចជាមិនសប្បាយចិត្តសោះមានរឿងអីមែនស៊ូមេរ៉េវិញក៏នឹកក្នុងចិត្តថាហើយមានរឿងអីក្រៅពីយីប៉ែ Fukushima ទេប៉ុន្តែបើសិននិយាយចេញទៅពិតជាគួរឲ្យខ្មាស់គេខ្លាំងណាស់គ្រាន់តែរឿងប៉ុណ្ណឹងគិតច្រើនអីណាចំណែកហាស៊ូមីវិញបែរទៅជាគិតថាហ្នឹងហើយប្រហែលជានាងការងារច្រើនហើយមើលទៅបានជាមើលទៅដូចជាហត់នឿយខ្លាំងណាស់អញ្ចឹងបើមានអ្វីចង់ឲ្យខ្ញុំជួយអ្នកនាងអាចប្រាប់ខ្ញុំបានហាស៊ូមីក៏បានលាចេញទៅតែសំខាន់ឆ្លៀតស្វីតបានតិចទៀតក្រោយមកថាខ្ជីក៏បានមកអង្គុយនិយាយជាមួយនឹងស៊ូមេរ៉េគេបាននិយាយថាអ្នកនាងបានដឹងអីពីម្នាក់ដែលបានស្នាក់នៅផ្ទះលោកហាស៊ូមីយប់មិញអត់
ស៊ូមេរេវិញក៏ថាចំឯងដឹងថាណាគេមែនថាកាឈីក៏ថាដឹងតាគឺម្នាក់ដែលជា receptionist ឈ្មោះ Fukushima គឺនាងបានប្រាប់លោកហាសមីថាចេះតែមានគេនឹងដើរតាមនាងរហូតហើយប្រសិនជានាងមិនរកកន្លែងលាក់ខ្លួនទេគេប្រកាសជាសម្លាប់នាងជាជាមិនខានហើយលោកហាសមីគាត់គ្មានជំរឿគាត់ក៏ឲ្យនាងសម្រាកនៅនឹងហ្មងទៅស៊ូមេរេឮអញ្ចឹងហើយនាងក៏រៀងយល់បន្តិចព្រោះអីដេកសង្ស័យមកយប់ហើយថាកាឈីក៏បានបន្តទៀតថាគេនឹងគឺជាមនុស្សល្អណាស់ត្រូវអត់កន្លែងហ្នឹងគឺគេចង់សម្ដៅទៅលើលោកហាសមីអូគេក៏ឆ្លៀតបញ្ជាក់ទៀតថាត្រូវហើយលោកហាសមីក៏បានប្រាប់ពីការជួបអ្នកនាងលើកដំបូងទៀតហ៎គ្រាន់តែឮប៉ុណ្ណឹងហើយធ្វើឲ្យស៊ូមេរេចង់ដឹងជាខ្លាំងនឹងបានសួរថាកាឈីថាគេបានប្រាប់អីខ្លះថាកាឈីក៏ថាគឺអ្នកនាងការនឹងគឺមិនចេះតែងខ្លួនឡើយគឺពាក់តែវ៉ែនតានិងចងសក់តែរហូតតែគេលងត្រង់ពេលដោះវ៉ែនតាហ្នឹងតានិយាយរួមថាកាឈីនិយាយផ្អាប់ស៊ូមេរេឡើងពេញហ្នឹងហ្មងដែលធ្វើឲ្យស៊ូមេរេនេះគ្នាឡើងអៀនតពីហ្នឹងស៊ូមេរេនាងកំពុងតែអង្គុយធ្វើការតែឯងសុកស្រាប់តែ Fukushima ក៏បានដើរចូលមកនិងអង្គុយជាមួយនឹងស៊ូមេរេអីណានោះមានរឿងអីមកប្រាប់ទៀតហើយមកទៅ Fukushima បាននិយាយទៅកាន់ស៊ូមេរេថាអ្នកនាងប្រកាសជាខឹងខ្ញុំខ្លាំងណាស់ហើយមកទៅស៊ូមេរេវិញក៏តបថាអត់ផងអត់បានយករឿងហ្នឹងមកគិតផងបើនាងចូលចិត្តគេខ្លាំងខ្ញុំអាចជួយបានតា Fukushima ក៏ថាកុំនិយាយតែចូលចិត្តនិយាយតែចង់បានណាទៅត្រូវចំត្រង់ហ្មងនាងក៏បានបញ្ជាក់ទៀតថាខ្ញុំនឹងរៀបការជាមួយនឹងហាសមីឲ្យបាននាងចាំតែមើលទៅខ្ញុំមានគម្រោងរួចរាល់អស់ទៅហើយនឹងចាប់ផ្ដើមធ្វើវាម្ដងបន្តិចស៊ូមេរេក៏ថាមានគម្រោងរៀបការទាំងដែលនាងមិនបានស្រឡាញ់គេពិតប្រាកដផងហ្នឹងFukushima ក៏ថាខ្ញុំធ្វើដូចជាអ្នកនាងដែរតាព្រោះអីអ្នកនាងមិនបានស្រឡាញ់គេផងហេតុអីបានជាទៅព្រមធ្វើសង្សារគេដែរចំរយៈពេលនេះស្នេហាត្រីកោណៃមិនដឹងទៅជាយ៉ាងណាទេមើលទៅប៉ុន្តែដែលសំខាន់ណាហាសមីស្រឡាញ់ស៊ូមេរេចឹងហើយមានតែយើងតាមដានបន្តទៀតក្រោយពីហ្នឹងស៊ូមេរេក៏បានមកអង្គុយផ្លុំសក់ឲ្យថាកាឈីតែអារម្មណ៍របស់នាងមិនដឹងជាហោះទៅណាទេដែលបើម៉ាស៊ីនផ្លុំសក់ហ្នឹងឡើងក្តៅនឹងធ្វើឲ្យថាកាឈីទ្រាំលែងចង់បានតែស៊ូមេរេនាងនៅតែមិនដឹងទៀតការប៉ັດនាងនៅតែនឹកខេងពីសម្ដីដែល Fukushima បាននិយាយជាមួយនឹងនាងនិយាយរួមស៊ូមេរេចាប់ផ្ដើមខ្វល់ខ្វាយខ្លាំងទៅហើយថាកាឈីគេខេងអញ្ចឹងក៏បានសួរស៊ូមេរេថាតើអ្នកនាងអត់អីទេពេលហ្នឹងថាកាឈីក៏បានចូលសាច់រឿងស្នេហាតែម្ដងគេក៏បាននិយាយថាការប៉ັດទៅនៅពេលដែលយើងនឹកគិតដល់នរណាម្នាក់ហើយពេលហ្នឹងស្រាប់តែបេះដូងរបស់យើងមានភាពកក់ក្ដៅនិងចង់តែនៅក្បែរគេជានិច្ចស៊ូមេរេក៏បានសួរវិញថាតើឯងធ្លាប់ជួបបែបហ្នឹងអត់ថាកាឈីក៏ថាធ្លាប់ជួបតាឯស៊ូមេរេក៏បន្តសួរទៀតថាហើយចុះបើយើងសុកក៏ចាប់ផ្ដើមខកខ្វាយនិងបារម្ភពីគេខ្លាំងអាហ្នឹងគេហៅថាស្រឡាញ់ឬអត់ហើយប្រសិនបើវាគឺជាការស្រឡាញ់វិញតើខ្ញុំគួរប្រាប់ម្នាក់នោះថាយ៉ាងម៉េចវិញទៅយីស៊ូមេរេធ្វើដូចជាថាកាឈីហ្នឹងជាអ្នកប្រឹក្សាស្នេហាទៅវិញថាកាឈីឮស៊ូមេរេសួរអញ្ចឹងហើយគេក៏បានទៅទាញដៃស៊ូមេរេមកកាន់និងបាននិយាយថាខ្ញុំស្រឡាញ់អ្នកប៉ុន្តែកន្លែងនេះទឹកមុខថាកាឈីដូចជាចង់ប្រាប់ពីទឹកចិត្តរបស់គេទៅកាន់ស៊ូមេរេមែនតើអញ្ចឹងនិយាយរួមឡើងចូលតួហ្មងតែចៃដន្យអីពេលហ្នឹងស្រាប់តែមានអ្នកទេមកស៊ូមេរេល្មមប៉ុន្តែមុនហ្នឹងក្នុងចិត្តស៊ូមេរេពេលដែលថាកាឈីនិយាយចឹងដាក់នាងហើយនាងឡើងភ័យហ្មងគឺត្រង់ឡើងថាកាឈីហ្នឹងបាននិយាយថាខ្ញុំស្រឡាញ់អ្នកនាងក៏ខំប្រាប់ខ្លួនឯងថាចំនេះជាសន្និចិត្តរបស់យើងតាហើយភ័យធ្វើអីគ្រាន់តែសម្ដែងសោះហ្នឹងតពីហ្នឹងងាកមកកន្លែងធ្វើការរបស់ស៊ូមេរេនេះវិញការងាររបស់នាងមានបញ្ហាទៀតហើយដែលតម្រូវឲ្យនាងត្រូវធ្វើការផ្ទួនគ្នាបន្ថែមទៀតណាមួយគិតរឿង Fukushima ផងណាមួយមានរោគកាពះទៀតមិនដឹងយ៉ាងម៉េចមកទេស៊ូមេរេដែលធ្វើឲ្យនាងឡើងទ្រាំខ្លួនជាខ្លាំងពេលដែលដើរចេញមកក្រៅស្រាប់តែមកជួបជាមួយនឹងហាសមីដោយចៃដន្យគ្រាន់តែខេងភ្លាមស៊ូមេរេក៏ចង់រត់ព្រោះអីមិនចង់ឲ្យហាសមីមកឃើញសភាពនាងបែបហ្នឹងចង់រត់ក៏រត់មិនទាន់ដែរដោយសារតែហាសមីដើរមកដល់គៀកទៅហើយនាងក៏បាននឹកគិតនៅអ្វីដែលនាងបានអានទៀតហើយដែលនៅក្នុងហ្នឹងគេបាននិយាយថាតើអ្នកគួរតែនិយាយអ្វីទៅកាន់មិត្តភក្តិរបស់អ្នកនៅពេលដែលអ្នកមានបញ្ហាអេគួរតែប្រាប់ការពិតហើយចំណែកប៊ីគឺមិនប្រាប់ការពិតស៊ូមេរេវិញក៏បានគិតថាអូយអត់កើតទេគួរតែយកមិននិយាយការពិតទៅល្អជាងខ្ញុំទៅធ្វើឲ្យគេឃើញថាខ្ញុំគឺជាមនុស្សរឹងមាំគឺមិនពឹងផ្អែកទៅលើបរិសុទ្ធឡើយឯហាស៊ូមីវិញគេក៏បានដើរមកចិត្ត
នឹងបានសួរថាតើនាងយ៉ាងម៉េចហើយមើលទៅដូចជាមិនសូវស្រួលសោះស៊ូមេរ៉េវិញក៏តបថាអូនឹងអីខ្ញុំអត់អីទេប្រហែលជាមកពីខ្ញុំរៀងងុយគេងតិចហ្នឹងបានជាអញ្ចឹងប៉ុន្តែស៊ូមេរ៉េនិយាយទាំងទ្រាំហ្មងធ្វើមុខឡើងស្មើហាស៊ូមីវិញឮថានាងអត់អីហើយគេក៏បានដើរចេញទៅបាត់ទៅក្រោយពីហ្នឹងស៊ូមេរ៉េក៏បានមកពិភាក្សាជាមួយនឹងយូរីព្រោះអីនាងគិតថាហាស៊ូមីគឺអាចនឹងមិនសប្បាយចិត្តពេលដែលនាងមិនត្រូវការជំនួយពីគេហើយចំណែកយូរីវិញក៏បានថាឲ្យស៊ូមេរ៉េថាត្រូវហើយបើឯងធ្វើអញ្ចឹងរឿងអីដែលគេត្រូវសប្បាយចិត្តទៅឯងកុំធ្វើកាយវិការដូចជាមិនត្រូវការជំនួយពីមិត្តប្រុសរបស់ឯងអញ្ចឹងឯងគិតមើលគេជាមិត្តប្រុសរបស់ឯងទាំងមូលធ្វើអញ្ចឹងដូចជាមិនសមទេចំណែកអថាកឈិវិញមិនដឹងជាស្អីទេកន្លែងនេះធ្វើដូចជាកូនក្មេងអញ្ចឹងមកអោបរត់អីណាពេលដែលគេកំពុងនិយាយទូរស័ព្ទស៊ូមេរ៉េក៏បានដេញគេឲ្យចេញទៅដោយសារតែនាងជាប់និយាយទូរស័ព្ទជាមួយនឹងយូរីងាកមកកាន់យូរីវិញនាងក៏បានព្យាយាមបញ្ចុះបញ្ចោឲ្យស៊ូមេរ៉េទៅនិយាយជាមួយនឹងហាស៊ូមីថាខ្ញុំអត់យល់ត្រង់ចំណុចនេះហើយមានបញ្ហាតើលោកមានកំណត់អីអាចជួយដោះស្រាយបានអត់និយាយរួមនិយាយបែបណាក៏ដោយដើម្បីឲ្យគេគិតថាយើងកំពុងតែត្រូវការគេស៊ូមេរ៉េក៏បាននិយាយថាខ្លាចតែអត់សមទេមើលទៅពួកអីដែរនិយាយចឹងដាក់គេពីមុនមកផងយូរីក៏បានប្រាប់ស៊ូមេរ៉េវិញថាឯងចេះតែនិយាយចឹងទៅកើតមនុស្សស្រឡាញ់គ្នាត្រូវតែពឹងពាក់គ្នាអញ្ចឹងហើយធ្វើអញ្ចឹងទើបយើងដឹងទុកធរៈគ្នានឹងធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែស្អិតរមួតឯងដឹងអត់ចំណែកថាកឈិវិញមិនដឹងជាស្អីទេអាអ៊ុតកសែងនេះឆ្លៀតទៅផ្ទៀងស្ដាប់គេនិយាយទូរស័ព្ទទៀតមានណាកន្លែងហ្នឹងអត់បានមើលឡើងឆេះកសែងហុយទៅលោហ្មងងាកមកកន្លែងធ្វើការរបស់ស៊ូមេរ៉េនេះវិញស៊ូមេរ៉េកំពុងតែធ្វើការងារសុកស្រាប់តែគូរគិនិងបុគ្គលិកស្រីម្នាក់ទៀតក៏បានចូលមកកន្លែងនេះគូរគិនាងឡើងស្វឹងហ្មងបុគ្គលិកស្រីម្នាក់ហ្នឹងក៏បានព្យាយាមប្រាប់គូរគិថាកុំមកកុំនិយាយលឺពេកប្រយ័ត្នរំខានដល់អ្នកនាងស៊ូមេរ៉េតែណោះមានណាបានស្វឹងអីស្រែកយកហ្មងហើយបុគ្គលិកស្រីម្នាក់ហ្នឹងក៏បានមកនិយាយជាមួយនឹងស៊ូមេរ៉េថាអ្នកនាងកុំប្រកាន់អីដោយសារតែគូរគិហ្នឹងនាងទៅតែបែកជាមួយនឹងមិត្តប្រុសរបស់នាងមូលហេតុហ្នឹងគឺមិត្តប្រុសរបស់នាងគឺមានស្រីថ្មីទាំងដែលពួកគេទាំងពីរនាក់បាននិយាយគ្នាហើយថានឹងរៀបការជាមួយនឹងគ្នាទើបនាងឈឺចាប់បែបនេះនិយាយហើយនាងក៏បានមើលមកនឹងប្រាប់ស៊ូមេរ៉េថាអូឥឡូវខ្ញុំត្រូវដល់មកទៅផ្ទះហើយឥឡូវខ្ញុំសុំលាទៅមុនណាស៊ូមេរ៉េគ្រាន់តែលឺទៅមុនហើយនាងលកៀងហ្មងពួកអីគូរគិនៅស្វឹងហ្នឹងទាំងដែលនាងអ្នកនាំគូរគិមកសងហើយចាស់អ្នកណាទៅមើលគូរគិទៅសង្ស័យតែនាំមកអอฟហ្វិសហ្នឹងយកមកឲ្យស៊ូមេរ៉េមើលទៅដឹងដល់ចិត្តមិនដាច់ដោយសារតែស៊ូមេរ៉េឃើញគូរគិនាងអោនយំរហូតទៅហើយនាងក៏ដើរមកលួងដោយនិយាយថានាងនៅក្មេងថ្ងៃក្រោយប្រកាសជាជួបបរិះណាដែលល្អជាងនឹងទៀតក៏ថាបានចឹងហើយកុំពិបាកចិត្តខ្លាំងពេកចំណែកគូរគិវិញនាងគិតតែយំនឹងនិយាយទៅកាន់ស៊ូមេរ៉េវិញថាអ្នកនាងគឺមិនយល់ឡើយការពិតខ្ញុំរំពឹងថាខ្ញុំនឹងរៀបការជាមួយបរិះម្នាក់ហ្នឹងដែលគេហ្នឹងមានការងារល្អនិងប្រាក់ខែខ្ពស់ហើយខ្ញុំនឹងឈប់ធ្វើការងារទាំងនេះស៊ូមេរ៉េវិញនាងក៏បាននិយាយទៅកាន់គូរគិថាចុះមានតែបញ្ហាអីមនុស្សគ្រប់គ្នាពេលទៅរៀបការហើយធ្វើការងារក៏បានដែរតែគូរគិវិញនាងក៏បានប្រកែកថាទេខ្ញុំមិនមែនចង់អញ្ចឹងទេជីស៊ូមេរ៉េកំអាការពិតកន្លែងនេះគូរគិចង់សម្ដៅទៅលើពេលដែលនាងរៀបការជាមួយបរិះណាដែលមានការងារល្អនិងមានប្រាក់ខែខ្ពស់គេនឹងរ៉ាប់រងនៅក្នុងគ្រួសារទាំងអស់មិនឲ្យនាងហត់នឿយក្នុងការធ្វើការងារទៀតឡើយហើយគូរគិក៏បានបន្តទៀតថានាងចង់រៀបការឆាប់ចង់ខ្លាចជាស្ត្រីមេផ្ទះឆាប់ដោយសារនាងខ្ជិលធ្វើការងារទាំងអស់នេះទៀតពួកអីវាពិបាកពេកយំចុះយំឡើងនាងក៏និយាយតែម៉ាត់គាត់ចុងក្រោយហ្នឹងគឺនាងបាននិយាយថាខ្ញុំមិនអាចរស់នៅខ្វះមនុស្សប្រុសបានទេទៅអញ្ចឹងវិញគូរគិឃើញអញ្ចឹងហើយស៊ូមេរ៉េក៏បាននឹកគិតទៅដល់រឿងរបស់នាងវិញដោយនាងគិតថាប្រហែលជាបរិះគ្រប់រូបគឺចង់ការពារនិងមើលថែនារីដែលគេស្រឡាញ់ដោយគូរគិហើយមើលទៅព្រោះអីនាងសពថ្ងៃគឺមិនដែលបង្ហាញអារម្មណ៍និងរឹកពីណាមួយដែលចង់ឲ្យសង្សាររបស់នាងមើលថែនាងឡើយដូចជាពេលដែលហាស៊ូមីមកសួរនាងអញ្ចឹងថានាងមានបញ្ហាអីអត់ពេលហ្នឹងស៊ូមេរ៉េក៏បានប្រាប់ថាអត់អីទេខ្ញុំអត់អីផងពេលហ្នឹងទើបយើងដឹងថាហាស៊ូមីឡើងទម្លាក់ទឹកមុខហ្មងពេលដែលស៊ូមេរ៉េនិយាយចឹងនាងក៏គិតឡើងវិញថាអូពិតជាដូចយូរីមិត្តភក្តិរបស់នាងបាននិយាយចឹងមនុស្សស្រឡាញ់គ្នាត្រូវយកទុកធរៈគ្នានិងប្រាប់គ្នាទៅវិញទៅមកមកដល់ភាគនេះទើបដឹងថាការពិតមនុស្សស្រីយើងគឺអារម្មណ៍ដូចគ្នាតែទាំងអស់ហ្នឹងគឺត្រូវការមើលថែនិងការពារពីមនុស្សដែលនាងស្រឡាញ់ទោះបីជានាងរឹងមាំនិងពូកែយ៉ាងណាក៏ដោយគ្រាន់តែនាងមិនចង់បញ្ចេញអារម្មណ៍ពិតរបស់នាង
នាងទៅប្រាប់គេតែប៉ុណ្ណោះដោយស៊ូមេរេជាដើមក្រោយពីហ្នឹងងាកមកផ្ទះស៊ូមេរេនេះវិញស៊ូមេរេកេងថាកជីក៏បានបដាស់ឲ្យញ៉ាំអាហារពេលព្រឹកស៊ូមេរេពេលដែលដើរមកដល់ឃើញអាហារដែលនៅលើតុនាងចង់ឆ្ងល់ដែរហ្នឹងចោះធ្លាប់រដងនាងជាអ្នកធ្វើលើកនេះថាកជីនឹកឃើញមិនមកងើបធ្វើអាហារពេលព្រឹកឲ្យស៊ូមេរេអីណាស៊ូមេរេវិញមិនដឹងជាយ៉ាងម៉េចញ៉ាំបដាទឹកភ្នែកបដាថាកជីឃើញអញ្ចឹងគេក៏បានលួងស៊ូមេរេដោយនិយាយថាអ្នកនាងកុំពិបាកចិត្តពេកអីហើយអ្នកនាងមិនមានតែខ្លួនឯងម្នាក់ណានៅមានខ្ញុំទៀតតាចឹងហើយបើមានបញ្ហាអីអាចប្រាប់ខ្ញុំបានខ្ញុំជាអ្នកកំដរអ្នកនាងជានិច្ចតពីហ្នឹងពួកគេទាំងពីរនាក់ក៏បាននាំគ្នាដើរលេងខាងក្រៅកន្លែងនេះថាកជីធ្វើដោយកូនក្មេងចឹងកាន់ដៃស៊ូមេរេកវីកវត្តចុះឡើងឃើញអញ្ចឹងស៊ូមេរេក៏បានកវីដៃថាកជីចេញដោយនិយាយថាធ្វើស្រួលបួលមើលនេះមិនក្នុងផ្ទះនៅក្រៅចេះខ្មាស់គេខ្លះផងតែថាកជីមានតែខ្វល់ជាមួយសម្ដីស៊ូមេរេណាគេសាច់លើដើមហ្មងពេលដែលពួកគេទាំងពីរនាក់ដើរចេញផុតក៏មាននារីចម្លែកម្នាក់ដើរមកពីក្រោយនឹងបានសួរទៅកាន់អ៊ីអ្នកចិត្តខាងរបស់ស៊ូមេរេថាតើគេទាំងពីរនាក់ហ្នឹងជាណាគេកន្លែងនេះគឺគាត់ចង់សម្ដៅទៅលើស៊ូមេរេនិងថាកជីអ៊ីអ្នកចិត្តខាងរបស់ស៊ូមេរេហ្នឹងក៏បាននិយាយថាអូហ្នឹងហើយអ្នកនាងគឺឈ្មោះថាអ្នកនាងស៊ូមេរេចំណែកក្មេងប្រុសដែលរត់ពីក្រោយហ្នឹងប្រហែលជាបងប្អូនជារូនមួយជាមួយអ្នកនាងស៊ូមេរេទៅដឹងខ្ញុំក៏មិនប្រកាសដែរចំណាគេហ្នឹងហេតុអីបានជាមកសួរអ៊ីអ្នកចិត្តខាងអំពីស៊ូមេរេវិញងាកមកក្រុមការងាររបស់ស៊ូមេរេអានេះវិញបុគ្គលិកទាំងអស់ត្រូវបានសម្រាប់លំហែកាយជួបជុំគ្នានិងមានស្ទីមសូណាអីចឹងទៅពួកគេទាំងអស់ក៏បានញ៉ាំស្រាជុំគ្នាឡើងសប្បាយពេញនឹងតែសំខាន់គូរមីប្រហែលជាលេងសែតឯមើលទៅមកអង្គុយចាក់ស្រាឡើងញញឹមខ្ជិបចឹងតែសំខាន់ងាកមកស៊ូមេរេនេះវិញនិយាយរួមណាគេសប្បាយមិនសប្បាយទៅនាងគឺនៅតែកើតទុកចឹងមកអត់ចេះញ៉ាំមិនសោះក្រុមបរិបរហើយនេះវិញញ៉ាំសុកក៏បានកលេចទៅមើលស៊ូមេរេពួកគេសរសើរមិនដាច់ពីមាត់ហ្មងថាស៊ូមេរេមើលយូរទៅកាន់តែស្អាតទៅគូរមីលឺអញ្ចឹងហើយនាងក៏បាននិយាយថាលោកទាំង3ប្រយ័ត្នប្រយែងបន្តិចស៊ូមេរេមានសង្ស័យណានិយាយអីរៀងក្រែងចិត្តសង្សារគេផងអ្នកទាំង3នាក់លឺអញ្ចឹងហើយភ្ញាក់ផ្អើលហ្មងថាចំស៊ូមេរេមានសង្សារហើយណាគេទៅជួយប្រាប់តិចមើលគូរមីក៏បាននិយាយថាហ្នឹងហើយប៉ុន្តែកុំប្រាប់អ្នកណាគេសោះថាខ្ញុំជាអ្នកប្រាប់ការប៉ັດទៅសង្សាររបស់ស៊ូមេរេគឺលោកហាស៊ូមីអ្នកទាំង3លឺអញ្ចឹងហើយឡងលាន់មាត់ហ្មងហាថាម៉េចហាស៊ូមីហើយចុះឡើងអ្នកធ្វើការជាមួយគ្នាសោះមេប្រធានកន្លែងហ្នឹងក៏បានងាកមកហាស៊ូមីប៉ុន្តែមិនមែនឃើញស៊ូមេរេអង្គុយក្បែរហាស៊ូមីទេតែជាឃើញហ្វូគូស៊ីម៉ាទៅវិញហើយតែជាឃើញស៊ូមេរេទៅអង្គុយញ៉ាំស្រាសេះតែឯងទៅវិញចំណែកស៊ូមេរេវិញដើរលេងជាមួយនឹងសង្សារប៉ុណ្ណឹងទៅហើយនៅតែនឹកឃើញម៉ូនៅផ្ទះទៅវិញហើយមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេមិនដឹងស្រឡាញ់ហាស៊ូមីឬក៏ស្រឡាញ់ម៉ូទៅបើដើរលេងនឹកឃើញតែម៉ូរហូតអញ្ចឹងក្រោយពីហ្នឹងស៊ូមេរេក៏បានរៀបចំអីវ៉ាន់ថានឹងទៅផ្ទះមុនគេព្រោះអីនាងចង់ទៅមើលម៉ូរបស់នាងមានណាកន្លែងហ្នឹងគ្រាន់តែដើរចូលមកក៏បានឃើញម៉ូរបស់នាងដែលជាថាកជីហ្នឹងនៅគេងនៅលើសាឡុងទៅវិញស៊ូមេរេក៏បានស្រែកថាម៉ូហេតុអីបានជាមកនៅហ្នឹងវិញនិយាយរួមមកភ្ញាក់ផ្អើលទាំងពីរនាក់ហ្មងព្រោះអីស្ទើរតែអត់ដឹងរៀងខ្លួនថាត្រូវមកជួបគ្នានៅហ្នឹងថាកជីក៏បានប្រាប់ស៊ូមេរេថាហ្នឹងហើយគឺដោយសារខ្ញុំជាមួយមិត្តភ័ក្តិរបស់ខ្ញុំមកបោះតង់នៅក្បែរហ្នឹងហើយខ្ញុំចង់មុជទៅក្តៅទៅមកទីនេះហ្មងទៅហើយមិននឹកស្មានសោះថាជួបអ្នកនាងនៅហ្នឹងដែរថាកជីក៏បានកលេចមកកាន់កាបូបកៅអៅរបស់ស៊ូមេរេនិងបានស៊ូមេរេថាហើយចោះនេះគេហេតុអីបានជាទៅផ្ទះលឿនម៉េះស៊ូមេរេក៏តបថាហ្នឹងហើយមានអីមានរឿងតិចតួចហ្នឹងដែលត្រូវទៅថាកជីវិញក៏តាមសួរថារឿងអីទៅប្រាប់ខ្ញុំតិចបានអត់ស៊ូមេរេឃើញអញ្ចឹងនាងអត់ធំបានពេកក៏បានប្រាប់ហ្មងទៅថានាងគឺអត់ចូលចិត្តត្រាំទៅក្តៅហ្នឹងថាកជីលឺអញ្ចឹងហើយគេក៏រៀងហួសចិត្តមិនដែរទេគេត្រាំសួរខ្លួនសឹងអីស៊ូមេរេក៏ថាយីគេមានមូលហេតុប៉ុនគេបានជាមិនចង់ត្រាំអញ្ចឹងនិយាយចុះនិយាយឡើងមុននឹងចាក់ចេញទៅថាកជីក៏បានអោនមកថើបស៊ូមេរេគ្រាន់តែអោនថើបនឹងដើរចេញទៅបាត់ពេលហ្នឹងហាស៊ូមីក៏បានដើរមកដល់ល្មមកន្លែងនេះសំណាងដែរចេះហាស៊ូមីអត់ឃើញថាកជីថើបស៊ូមេរេកុំអីចប់ហ្មងខំកុហកគេឡើងពេញណាពេញណីអីហាស៊ូមីគ្រាន់តែមកដល់គេក៏បាននិយាយទៅកាន់ស៊ូមេរេថាហ្នឹងហើយដោយសារខ្ញុំបាត់អ្នកនាងដូច្នេះហើយទើបដើររមកឃើញនៅហ្នឹងហើយអ្នកនាងមានបញ្ហាអីមែនសុកមិនបញ្ចេញមកភ្លាមអញ្ចឹងស៊ូមេរេក៏តបថាហ្នឹងហើយខ្ញុំចង់ដើរលេងខាងក្រៅហើយក៏ចង់សម្រាកបន្តិចហ្នឹងទើបបា
បាត់យូរអញ្ចឹងហាស្មីក៏បានកលេចឃើញកាតាបក្អៅរបស់ស៊ូមេរ៉េនិងសួរថាហើយចុះកាតាបនេះយ៉ាងម៉េចវិញបើអ្នកនាងគាត់តែចង់សម្រាហេតុអីក៏មានកាតាបក្អៅដែរឬមួយក៏អ្នកនាងខឹងខ្ញុំស៊ូមេរ៉េក៏ថាអូហ្នឹងហើយមានខឹងណាអត់បានខឹងលោកផងហាស្មីឮអញ្ចឹងហើយគេក៏ហ៊ានសប្បាយចិត្តមកវិញនឹងបាននិយាយថាអូយហ្នឹងហើយខ្ញុំខំតែភ័យស្មានតែអ្នកនាងខឹងខ្ញុំទៅហើយតាពេលហ្នឹងហាស្មីក៏បានទាញដៃស៊ូមេរ៉េមកនិយាយលេងជាមួយគ្នានៅខាងក្រៅនិយាយស៊ូមេរ៉េក៏បាននឹកឃើញដល់ថាកាឈីព្រោះអីនាងបានណាត់គេឲ្យទៅផ្ទះជាមួយគ្នាតែឥឡូវមិនដឹងធ្វើមិនទេបើហាស្មីមកខាត់នាងទៅហើយហាស្មីក៏បាននិយាយទៅកាន់ស៊ូមេរ៉េថាការប៉ັດទៅបើសិនជានាងប្រាប់ខ្ញុំថានាងត្រូវទៅផ្ទះខ្ញុំនឹងជូននាងទៅស៊ូមេរ៉េបំរុងថាបកាយទៅហើយហាស្មីក៏បាននិយាយថាឈប់បកាយទៀតទៅអ្នកនាងគឺជាសង្សាររបស់ខ្ញុំគ្រាន់តែប៉ុណ្្នឹងរឿងអីខ្ញុំធ្វើមិនបាននិយាយចប់ហាស្មីក៏បានអោងទៅថើបស៊ូមេរ៉េយកតែម្ដងពេលនឹងចៃដនអីថាកាឈីក៏បានស្ពាយកាតាបក្អៅរបស់គេមកថាបំរុងទៅផ្ទះជាមួយនឹងស៊ូមេរ៉េក៏បានឃើញពីរនាក់គេនឹងកំពុងតែថើបគ្នាពេលហ្នឹងថាកាឈីគ្រាន់តែឃើញអញ្ចឹងហើយគេក៏បានទម្លាក់ទឹកមុខនឹងដើរចេញយ៉ាងលឿនទៅស៊ូមេរ៉េគ្រាន់តែឃើញអញ្ចឹងហើយនាងក៏បានសប្បាយរុញហាស្មីចេញនឹងបាននិយាយថាកន្លែងនេះគឺមិនល្អទេព្រោះអីមានមនុស្សដើរឆ្លងកាត់ច្រើនណាស់ខ្លាចតែគេមើលមកមិនសមហាស្មីវិញគេក៏រៀងភ្លេចខ្លួនដែរនឹងបាននិយាយថាអូយហ្នឹងហើយខ្ញុំសុំទោសហើយស៊ូមេរ៉េក៏បាននិយាយទៅកាន់ហាស្មីថាហ្នឹងហើយឥឡូវខ្ញុំទៅមុនហើយចឹងហើយលោកញ៉ាំស្រាអញ្ចឹងចាំស្អែកចាំចេញទៅហ្មងទៅការប៉ັດកន្លែងនេះបញ្ញាប់ទៅលួងថាកាឈីសោះព្រោះអីខ្លាចថាកាឈីខឹងព្រោះគេទៅផ្ទះហើយបែរជាមកស្វីតអីណាស៊ូមេរ៉េថាមកជួបថាកាឈីទៅហើយតែកន្លែងហ្នឹងរូមីក៏បានមកដល់មុនក៏លេចមកកាន់រូមីនេះវិញនាងបញ្ញារត់មករកថាកាឈីទាំងទៅហេបទៅហប់ហ្មងថាកាឈីវិញគ្រាន់តែឃើញអញ្ចឹងគេក៏បានសួររូមីថារូមីមានបញ្ហាអីមែនហើយរតនាអីក៏បញ្ញាប់ម៉េះរូមីវិញនាងក៏តបថាមានរតនាមករកថាកាឈីឯងហ្នឹងអីព្រោះអីសុកក៏ឃើញលោករត់ចេញមកហើយខ្ញុំឆ្ងល់ក៏រត់មកតាមហ្មងទៅថាកាឈីក៏តបវិញថាហ្នឹងអីខ្ញុំគ្រាន់តែចង់ដើរលេងក្រៅបន្តិចហ្នឹងចំណែករូមីនាងមិនអស់ចិត្តទេក៏បានដេញដោលសួរថាកាឈីវិញថាហើយលោកមកដើរលេងក្រៅយកកតាមកទៅអីកន្លែងហ្នឹងថាកាឈីក៏អត់ចង់និយាយអីច្រើនជាមួយនឹងរូមីទៀតទេគេក៏រកដើរចេញស្រាប់តែកន្លែងទៅក៏បានឃើញស៊ូមេរ៉េឈរមើលមកថាកាឈីក៏បានទៅទាញរូមីមកអោបនឹងថើបនៅកន្លែងហ្នឹងហ្មងទៅថាកាឈីជាប្រចាំស៊ូមេរ៉េខ្លាំងទៅឯនេះអាគេថើបសង្សារគេសោះហ្នឹងឯងមកធ្វើថើបរូមីឌឺគេអីណាប៉ុន្តែអ្នកទាំងអស់គ្នាកន្លែងនេះចម្លែកត្រង់ថាពេលដែលស៊ូមេរ៉េឃើញថាកាឈីជាមួយនឹងរូមីហើយនាងក៏បានសប្បាយដើរចេញយ៉ាងលឿនដែលមើលទៅអាកប្បកិរិយារបស់នាងដូចជាមួយនឹងថាកាឈីដែលបានឃើញនាងនៅជាមួយហាស្មីអញ្ចឹងកន្លែងនេះថាកាឈីនិងស៊ូមេរ៉េប្រច័ណ្ឌគ្នាចុះឡើងហើយតពីហ្នឹងស៊ូមេរ៉េមិនទាន់ទៅដល់ផ្ទះទេបើឈរទិញភេសជ្ជៈញ៉ាំសិនប៉ុន្តែមានតែបានណាបើនាងចុចឡើងទៅពីពេញហ្នឹងមិនឲ្យចុចទៅពីហ្មិចបើអារម្មណ៍គិតតែពីថាកាឈីហ្នឹងហើយអញ្ចឹងមកខឹងម៉ាស៊ីនអីណាចុចខុសខ្លួនឯងសោះហ្នឹងស្រាប់តែពេលហ្នឹងថាកាឈីក៏បានលូកដៃមកចុចឲ្យនឹងបាននិយាយទៅកាន់ស៊ូមេរ៉េថាចុចតិចបានអីចុចខ្លាំងអញ្ចឹងមិនវាចេញស៊ូមេរ៉េកន្លែងហ្នឹងមានតែតបឯណាដើរចេញយ៉ាងលឿនថាកាឈីពេលហ្នឹងក៏បាននិយាយពីក្រោយស៊ូមេរ៉េថាបើសិនជាលោកហាស្មីទៅលេងផ្ទះនាងទៀតនាងអាចប្រាប់ខ្ញុំបានខ្ញុំនឹងមិននៅរំខានអ្នកទាំងពីរឡើយស៊ូមេរ៉េក៏បានតបទៅកាន់ថាកាឈីវិញថារឿងហ្នឹងឯងមិនបាច់បារម្ភទេយើងមិនឲ្យគេទៅនឹងទៀតឡើយថាកាឈីវិញក៏បានធ្វើការតបយ៉ាងលឿនថាការប៉ັດទៅរឿងហ្នឹងខ្ញុំមិនសូវខ្វល់ប្រហែលទេទោះបីជានាងឲ្យគេទៅឬមិនទៅក៏ជារឿងរបស់នាងដែរហើយប្រហែលជាខ្ញុំមិនបានទៅនឹង2ទៅ3ថ្ងៃនឹងឯងជីថាកាឈីអីក៏ប្រច័ណ្ឌម៉េះមកងក់ងអត់ចង់ទៅផ្ទះស៊ូមេរ៉េទៀតអីណាស៊ូមេរ៉េវិញគាត់ទៅឮថាកាឈីនិយាយថាគេនឹងមកទៅផ្ទះរបស់នាង2ទៅ3ថ្ងៃនាងក៏បានសួរថាកាឈីវិញភ្លាមហ្មងថាឯងបាននិយាយអីចេញមកក្រែងឯងមានកន្លែងណាត្រូវទៅឯងថាកាឈីវិញឮស៊ូមេរ៉េសួរអញ្ចឹងហើយគេក៏បានលួចឲ្យញឹមបន្តិចនឹងបាននិយាយថាការប៉ັດទៅគ្រាន់តែ2ទៅ3ថ្ងៃវាមិនមែនជាបញ្ហាធំឡើយគឺខ្ញុំនៅមានលុយជាប់ខ្លួនបន្តិចបន្តួចអាចនឹងរួចមកពេលដែរប៉ុន្តែបើនិយាយទៅមិនមែនមានតែនាងម្នាក់ឯងណាគឺនៅមានមនុស្សជាច្រើនទៀតដែលគេអាចចាប់ខ្ញុំបានដូចគ្នាអាចនិយាយបានថាបើសិនជាខ្ញុំអត់ទៅផ្ទះរបស់នាងក៏ខ្ញុំមិនដាច់ពោះស្លាប់ដែរស៊ូមេរ៉េវិញពេលដែលឮថាកាឈីនិយាយចឹងហើយនាងឡងអន់ចិត្តផងនិងខឹងផងព្រោះអីនាងរៀបចំឲ្យវ៉ាន់គឺដើម្បីតែទៅជួបថាកាឈីនឹងឯងហើយម្យ៉ាងវិញទៀតស៊ូមេរ៉េតែងតែគិតសុខទុក្ខដល់ថាកាឈីជានិច្ចខ្លាចថាកាឈីនឹងអត់អីញ៉ាំនិយាយរួមគិតគ្រប់សពបែបយ៉ាងហ្មងតែដល់ពេលមកឮចឹងណាគេមិនអន់ចិត្តស៊ូមេរ៉េក៏បានតបទៅថាកាឈីវិញទាំងញ័រមាត់ថា
ហ្នឹងហើយបើអញ្ចឹងចាប់ពីថ្ងៃហ្នឹងតទៅមិនបាច់ត្រឡប់មកវិញទៀតទេថាកឈិវិញលឺអញ្ចឹងហើយគេក៏រៀងគាំងមកសន្ទុះដែរព្រោះអីមិនគិតថាស៊ូមរេហ៊ាននិយាយដាក់គេដល់ថ្នាក់ហ្នឹងតាមមើលទៅកន្លែងនេះប្រហែលជាថាកឈិត្បូងនិយាយផ្កើទៅដឹងតែស៊ូមរេលេងមែនតែនហ្មងថាកឈិពេលហ្នឹងក៏បានដើរមកចិត្តស៊ូមរេនឹងបាននិយាយថាទទួលបានអ្នកនាងម្ចាស់គ្រាន់តែនិយាយចប់កន្លែងហ្នឹងក៏បានទាញស៊ូមរេមកថើបហ្មងនិយាយរួមថាកឈិក្មេងទេតែរៀងច្លើមដែរហ្នឹងមានណាកន្លែងហ្នឹងស៊ូមរេក៏វាគេចេញហើយថែមតែផ្ទះមកកំភ្លៀងទៀតថាកឈិវិញគេក៏មិនបានតបតយដែរនឹងបានដើរចេញទៅបាត់ទៅនិយាយរួមធ្វើដូចមានរឿងអីកើតឡើងចឹងអាប៉ែនេះចំណែកស៊ូមរេវិញផឹងសេកពីក្រោយថាកុំត្រឡប់មកវិញសោះអាសត្វចិញ្ចឹមចង្រៃយកវាមិនដែលណាសត្វចិញ្ចឹមឈួតឈួតលប់អញ្ចឹងទេស៊ូមេរេសេចស្ដីឲ្យថាកឈិបដាទឹកភ្នែកហូរបដាបើមើលទៅកាន់ថាកឈិវិញដើរធ្វើបង្ើយធ្វើដោយអត់មានរឿងអីកើតឡើងអញ្ចឹងព្រឹកស្អែកឡើងងាកមកកន្លែងធ្វើការរបស់ស៊ូមេរេអានេះវិញបុគ្គលិកទាំងអស់បន្ទាប់ពីសាក់ថ្មជីវិតនិងផឹកស៊ីសបាយរួចមកមើលទៅពួកគេដូចជាអស់ថ្មលើសដើមអញ្ចឹងមកធ្វើការពុតពេនខ្លួនដូចជាចង់អស់ថ្មលើសដើមអញ្ចឹងនិយាយរួមដូចអេដមីនដែរកន្លែងហ្នឹងសុកស្រាប់តែស៊ូមេរេដើរមកដល់នឹងបានយកកិច្ចការមួយមកឲ្យគូរគីធ្វើស៊ូមេរេក៏បានទៅអង្គុយនៅតុរបស់នាងវិញហើយក៏បានព្យាយាមប្រាប់ខ្លួនឯងថាហ្នឹងហើយធ្វើការបែបហ្នឹងទៅល្អកុំយកពេលទៅគិតរឿងអត់ប្រយោជន៍ចាត់ទុកថាម្សិលមិញគឺជាសបិនអាក្រក់ទៅចុះស៊ូមេរេពេលដែលគិតសុកស្រាប់តែឃើញបុគ្គលិកនៅនឹងទាំងអស់នាំគ្នាចោមរោមទៅមើលកុំព្យូទ័ររបស់អាប៉ែវ៉ែនតានេះពេលហ្នឹងស្រាប់តែនាងអើទៅក៏ឃើញរូបនាងនៅក្នុងកុំព្យូទ័ររបស់អាប៉ែហ្នឹងដែលសំខាន់អាប៉ែហ្នឹងដាក់តាំងរូបនៅលើ screen កុំព្យូទ័រទៀតយីលួយក្រាស់គេចេះលាក់លៀមខ្លះទៅដាក់តាំងចឹងគេមិនដឹងអីដែលសំខាន់ណាប៉ះចំស៊ូមេរេទៀតអ្នកទាំងអស់គ្នាស្គាល់ស៊ូមេរេច្បាស់ហើយថានាងគឺជាមនុស្សបែបម៉េចពេលហ្នឹងស៊ូមេរេក៏បាននិយាយទៅកាន់អាប៉ែវ៉ែនតាហ្នឹងថាបើសិនជាលោកអត់ចង់ឲ្យខ្ញុំចាប់លោកទៅប៉ុស្តិ៍ប៉ូលីសទេឆាប់លុបរូបនឹងភ្លាមទៅចំណែកអាប៉ែហ្នឹងវិញមានហ៊ានតមាត់ណាគាត់ថាអូខេអត់អីចាំខ្ញុំលុបចេញមើលទៅទំនងដូចជាខ្លាចស៊ូមេរេដែរតែរឿងហ៊ានស៊ូមេរេមកអង្គុយកន្លែងរបស់នាងវិញទាំងមួម៉ៅហ្មងនឹងគិតថាយីអាប៉ែហ្នឹងបានមកថតតាំងពីកាលឯងដឹងខ្លួនឯងតិចសំខាន់ណាព្យាយាមប្រឡប់ប៉ុណ្ណឹងហើយនៅតែនឹកគិតដល់រឿងដែលកើតឡើងកាលពីយប់មិញគឺនាងមិនអស់ចិត្តមិនសមណាឡើយកើតរឿងនឹងឡើងសោះតពីនឹងងាកមកកាន់ថាកឈិឯនេះវិញមិនដឹងជាមកស្នាក់នៅផ្ទះនារីម្នាក់ណាទៀតហើយនេះមានទាំងបញ្ចុកអាហារផងផ្លែឈើផងត្បូងស្មានតែថាកឈិនិយាយលេងតាតែគេនិយាយដាក់ស៊ូមេរេថាបើអត់ស៊ូមេរេទៅគេក៏មានអ្នកចិញ្ចឹមគេដែរថាកឈិវិញញ៉ាំបដានឹកគិតក្នុងចិត្តបដាថាអ្នកនាងស៊ូមេរេឃើញអត់ទោះបីជាអ្នកនាងអត់ចិញ្ចឹមខ្ញុំក៏នៅមានអ្នកចង់ចិញ្ចឹមខ្ញុំដែរដែលសំខាន់ម្ចាស់ថ្មីរបស់ថាកឈិមើលទៅក៏មិនអន់ដែរបានទាំងសម្រស់និងកាយវិការទន់ភ្លន់នឹងចេះយកចិត្តថាកឈិជាងស៊ូមេរេទៅទៀតតិចថាកឈិលែងត្រឡប់ទៅវិញទៅស៊ូមេរេតែកន្លែងនេះអត់ទៅវិញអីបារម្ភនឹកគិតតែស៊ូមេរេអ្នកបច្ចុកក៏តែបច្ចុកទៅក្រោយពីនឹងពេលដែលគេសុកថាកឈិស្រាប់តែស្ទុះងើបឡើងនឹងបានប្រាប់ម្ចាស់ថ្មីរបស់គេថាហ្នឹងហើយសុកខ្ញុំស្រាប់តែឃ្លានចឹងហើយចង់ទៅរកអីញ៉ាំនៅក្រៅបន្តិចការប៉ិតឃ្លានបាយឆាអូម៉ាឡេតតែស៊ូមេរេធ្វើឲ្យញ៉ាំសោះហ្នឹងថាកឈិពេលហ្នឹងក៏បានចេញទៅបាត់ទៅងាកមកកាន់ស៊ូមេរេនេះវិញដែលនាងបានធ្វើបាយឆាអូម៉ាឡេតទុករងចាំថាកឈិមកឡើងកំសត់ហ្មងបើថាកឈិនេះវិញគេដើរតែតព្រោះអីអត់ដឹងត្រូវទៅណាបើទៅផ្ទះម្ចាស់ថ្មីគេអារម្មណ៍មិនស្ងប់ព្រោះអីនឹកឃើញទៅស៊ូមេរេចឹងគេសុកចិត្តចាក់ចេញហ្មងទៅហើយបើស៊ូមេរេនេះវិញមកអង្គុយផឹកសេតអ្នកឯងស្រាប់តែនឹកដល់ពេលដែលថាកឈិបានចាប់នាងទៅថើបគ្រាន់តែនឹកឃើញដល់ប៉ុណ្ណឹងការចងចាំរបស់នាងក៏ត្រឡប់មកវិញគឺនៅពេលដែលនាងបានជួបថាកឈិលើកដំបូងស៊ូមេរេពេលហ្នឹងឡើងស្វឹងជុកជាប់ហ្មងថាកឈិវិញអត់ជំរឿគេក៏បានជូនស៊ូមេរេមកផ្ទះកន្លែងនេះហើយដែលស៊ូមេរេបានចាំថានាងកន្លែងហ្នឹងគឺបានទាញថាកឈិមកថើបនឹកឃើញចឹងហើយស៊ូមេរេក៏និយាយម្នាក់ឯងថាចុំយ៉ាឯងទៅចាប់គេថើបតាំងពីនឹងមកហើយអត់មានដឹងអីបន្តិចសោះហ្មងនិយាយរួមមកកន្លែងហ្នឹងស៊ូមេរេឡើងហួសចិត្តខ្លួនឯងហ្មងប៉ុន្តែក៏គិតទៀតថាចំហេតុអីបានមកអត់ប្រាប់យើងពីរឿងហ្នឹងអញ្ចឹងការប៉ិតគេគួរតែដឹងពួកអីគេអត់មានស្វឹងឯពេលហ្នឹងអើយស៊ូមេរេចេះតែឆ្ងល់ដែរទោះបីជាថាកឈិប្រាប់ក៏នាងមិនជឿឡើយទុកឲ្យនឹកឃើញដោយខ្លួនឯងទៅនាងជឿកន្លែងហ្នឹងស៊ូមេរេអង្គុយនឹកគិតហួសចិត្តនឹងខ្លួនឯងព្រោះអីនាងមិននឹកស្មានថានាងទៅថាបថាកឈិមុនអញ្ចឹងងាកមកកាន់ហាសមីឯនេះវិញអង្គុយស្រាប់តែមាននរណាម្នាក់មកចុចកណ្ដឹងពីខាងក្រៅកន្លែងហ្នឹងពេលដែល
គេបើកទ្វារមកឆ្ងល់ចង់ងាប់ថាណាគេមកជួយកណ្ដឹងទាំងយប់អញ្ចឹងមានណាពេលដែលងាកទៅក្រោមស៊ូមេរ៉េសោះកន្លែងហ្នឹងអ្នកទាំងអស់គ្នាស៊ូមេរ៉េផឹកស្វឹងនឹងជោគហ្មងដែលធ្វើឲ្យហាស្មីគេឡើងឆ្ងល់ជាខ្លាំងព្រោះអីដែលឃើញស៊ូមេរ៉េអញ្ចឹងពេលហ្នឹងហាស្មីក៏បានព្យាយាមទាញស៊ូមេរ៉េឲ្យងើបឡើងស៊ូមេរ៉េវិញពេលដែលបានឈរស្រួលបួសហើយនាងក៏បាននិយាយទៅកាន់ហាស្មីថាហ្នឹងហើយសុំទោសផងដែលខ្ញុំមករំខានទាំងយប់អញ្ចឹងគឺដោយសារតែខ្ញុំមានរឿងមួយចង់សួរទៅកាន់លោកហាស្មីដែលឃើញស៊ូមេរ៉េឈរសឹងតែមិនដឹងទៅហើយគេក៏បាននិយាយថាហ្នឹងហើយសួរអីក៏សួរមកប៉ុន្តែសំខាន់ចូលមកក្នុងសិនមកហាស្មីនិយាយហើយក៏បានគ្រានាងចូលទាំងតដាប់ទទូឡើងពេញហ្នឹងហ្មងស៊ូមេរ៉េកន្លែងហ្នឹងមិនដឹងជាយ៉ាងម៉េចក៏បានរុញហាស្មីទៅផ្ទុកអញ្ចឹងនឹងបានសួរថាតើការថាបគឺយើងថាបបានតែមនុស្សដែលយើងស្រឡាញ់ត្រូវអត់សាច់រឿងក៏កាត់មកព្រឹកស្អែកឡើងស៊ូមេរ៉េកន្លែងនេះឡើងភ្ញាក់ខ្លួនព្រឺតហ្មងឆ្ងល់ថាចំយប់មិញមានរឿងអីកើតឡើងស្រាប់តែកន្លែងទៅក្បែរនាងក៏ឃើញហាស្មីនឹកគេងនឹងដែរដែលធ្វើឲ្យស៊ូមេរ៉េភ័យខ្លាំងហ្មងមិនឲ្យភ័យមិនបើងើបឡើងលេងចឹងអីវិញស៊ូមេរ៉េវិញមិនបន្តិចក៏នាងអត់បានចាំដែរថាហេតុអីបានជាមកផ្ទះហាស្មីអញ្ចឹងប្រហែលជានាងស្វឹងខ្លាំងហើយមកទៅយប់មិញស្រាប់តែពេលហ្នឹងហាស្មីក៏បានភ្ញាក់ឡើងនិងបានងើបមកនិយាយជាមួយនឹងស៊ូមេរ៉េចំណែកស៊ូមេរ៉េវិញឲ្យតែភ័យខ្លាំងចង់តែរត់អមិនទេនិយាយរួមមកគ្រប់វគ្គហ្មងហាស្មីក៏បាននិយាយទៅកាន់ស៊ូមេរ៉េថាអរគុណនាងដែលមិនទៅចោលខ្ញុំដូចជាលើកមុនព្រោះអីខ្ញុំខ្លាចថាពេលដែលភ្ញាក់ឡើងបាត់អ្នកនាងទៀតស៊ូមេរ៉េកន្លែងហ្នឹងនាងរៀងអេះអុញនឹងបានសម្រេចចិត្តសួរហាស្មីថាតើលោកអាចប្រាប់ខ្ញុំបានអត់ការប្រយុទ្ធមិញមានរឿងអីកើតឡើងហាស្មីក៏បានតបថាហ្នឹងហើយការប្រយុទ្ធមិញខ្ញុំក៏រៀងភ្ញាក់ផ្អើលដែរព្រោះអីសុកនៅនាងមកភ្លាមដោយមិនបានប្រាប់មកប៉ុន្តែអត់អីទេខ្ញុំពេញចិត្តនឹងទទួលជានិច្ចហាស្មីនិយាយបដាញញឹមដាក់ស៊ូមេរ៉េបដាយីហាស្មីអាមនុស្សកំពុងតែអៀនផងស៊ូមេរ៉េស្ដាប់ហាស្មីនិយាយបដាព្យាយាមនឹកគិតខ្លួនឯងបដាក៏បាននឹកឃើញថាចំយប់មិញដូចជាបានផឹកស្រាស្វឹងឬមួយក៏ខ្ញុំនឹងលោកហាស្មីការប្រយុទ្ធមិញបានទេវាមិនអាចអញ្ចឹងទេហេតុអីបានជាខ្ញុំអត់ចាំអីសូម្បីមិនបន្តិចសោះចឹងតពីនឹងងាកមកកាន់យូរីឯនេះវិញយូរីពេលដែលបានឮស៊ូមេរ៉េរៀបរាប់ប្រាប់នាងហើយនាងក៏បាននិយាយថាអូយអស្ចារ្យណាស់វាគឺជាដំណឹងល្អបំផុតយីយូរីគេនៅសេតចង់ងាប់ឯងទៅជាដំណឹងល្អទៅវិញយូរីក៏បាននិយាយទៅកាន់ស៊ូមេរ៉េថាហ្នឹងហើយចុងក្រោយឯងខ្លាចជាគូស្នេហ៍ជាមួយនឹងគ្នាពិតប្រាកដហើយចូលរួមអបអរសាទរផងចំណែកស៊ូមេរ៉េនេះវិញនាងមានទៅសប្បាយអរជាមួយណាព្រោះអីនាងព្យាយាមគិតថាបន្ទាប់ពីនាងបានផឹកស្វឹងតើមានរឿងអីកើតឡើងពេលហ្នឹងស៊ូមេរ៉េក៏បានអរទៅខ្សឹបយូរីថានាងខ្មាស់លោកហាស្មីសឹងតែមិនចង់ហ៊ានមើលមុខគេទៅហើយណាមួយទៅផ្ទះគេទាំងយប់ហើយថែមទាំងស្វឹងទៀតយូរីពេលដែលបានស្ដាប់ស៊ូមេរ៉េហើយនាងក៏បានដកហើមធំពួកអីឃើញស៊ូមេរ៉េគិតតែគិតមិនដឹងពេលណាតែនាងឈប់គិតទៅហើយនាងក៏បាននិយាយទៅកាន់ស៊ូមេរ៉េថាឯងអត់ចង់ទៅផ្ទះហ្នឹងមូលហេតុដោយសារតែសត្វចិញ្ចឹមរបស់ឯងអត់នៅនឹងមែនហើយឯងទៅគិតច្រើនទៅអីប្រហែលជាគេហ្នឹងមានកន្លែងដែលល្អនៅហើយបានមិនត្រឡប់មកវិញអញ្ចឹងស៊ូមេរ៉េវិញក៏បានតបថាប៉ុន្តែលើកនេះគឺខុសពីលើកមុនដោយសារតែកំហុសរបស់ខ្ញុំទើបគេមិនត្រឡប់មកផ្ទះដូច្នេះក្រោយពីហ្នឹងក៏ឃើញថាស៊ូមេរ៉េក៏បានត្រឡប់មកផ្ទះហាស្មីម្ដងទៀតទៅវិញដោយមានរៀបចំម្ហូបជាច្រើនទុករងចាំហាស្មីទៀតផងយីចម្លែកម៉េះស៊ូមេរ៉េឬមួយក៏ធ្វើអញ្ចឹងដើម្បីកុំឲ្យនឹកគិតដល់ថាកឈិច្រើនពេកទេដឹងចំណែកទឹកមុខហាស្មីក៏ដឹងដែរថាគេមានក្តីសុខប៉ុណ្ណាដែលពេលត្រឡប់មកពីធ្វើការវិញគេមានរត់ដោយខ្លួនស្រឡាញ់ឈររងចាំនឹងធ្វើអាហារឆ្ងាញ់ទុកឲ្យញ៉ាំបើមិនសប្បាយចិត្តទៀតទៅចម្លែកស៊ូមេរ៉េក៏បាននិយាយទៅកាន់ហាស្មីថាហ្នឹងហើយដោយសារតែឮលោកនិយាយថាឃ្លានដូច្នេះហើយខ្ញុំក៏បានធ្វើអាហារជាច្រើនសម្រាប់លោកដែលឮអញ្ចឹងហើយកាន់តែធ្វើឲ្យហាស្មីរំភើបមកតង់ទៀតហើយពេលហ្នឹងហាស្មីក៏បានកលេចជុំវិញនៅក្នុងបន្ទប់ហ្នឹងក៏បានសួរស៊ូមេរ៉េថាកុំប្រាប់ថាអ្នកនាងបានសម្អាតបន្ទប់ខ្ញុំស៊ូមេរ៉េវិញក៏ថាហ្នឹងហើយការងារបន្តិចបន្តួចប៉ុណ្ណឹងមិនអីទេហាស្មីវិញក៏បាននិយាយថាការប៉ັດការងារហ្នឹងអ្នកនាងមិនចាំបាច់ធ្វើវាទេណាមួយអ្នកនាងហត់ពីកន្លែងធ្វើការទៅហើយទៅចាំបាច់ធ្វើវានាំទៅហត់ទៀតទៅអីស៊ូមេរ៉េវិញនាងអត់បានតបតជាមួយនឹងហាស្មីទេនាងក៏បានទៅប្រាប់ហាស្មីថាហ្នឹងហើយលោកឆាប់ទៅមុជទឹកទៅខ្ញុំបានរៀបចំទឹកក្តៅនិងទឹកត្រជាក់រួចទៅហើយហាស្មីវិញដោយចិត្តរំភើបពេកក៏បានចាប់ស៊ូមេរ៉េថើបនិងបានស្វីត
ពេញមួយយប់នឹងទៅព្រឹកស្អែកឡើងពេលដែលគេទាំងពីរអ្នកដើរទៅធ្វើការជាមួយគ្នាតែអ្នកទាំងអស់គ្នាហាស៊ូមីវិញមិនដឹងជាសប្បាយអរណាស់ណាទេយីរួមមកដើរដូចកូនក្មេងអញ្ចឹងកវីកវត្តកតាបដូចសិស្សថ្នាក់បឋមស្រាប់តែស៊ូមេរ៉េក៏បានប្រាប់គេថាហ្នឹងហើយយប់ហ្នឹងគឺខ្ញុំត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញហើយដែលធ្វើឲ្យហាស៊ូមីចង់សែតបដ ដោយសប្បាយចិត្តមិនទាន់បានប៉ុន្មានផងហាស៊ូមីវិញក៏បាននិយាយថាម៉េចអ្នកនាងទៅវិញស៊ូមេរ៉េវិញក៏បានព្យាយាមបកស្រាយថាហ្នឹងហើយគឺដោយសារតែខ្ញុំបារម្ភពីឆ្កែផងខ្ញុំពេកហ្នឹងណាមួយខ្ញុំផ្ញើដល់ប្អូនស្រីខ្ញុំយូរពេកក៏មិនកើតដែរថាកឈិវិញគេក៏បានយល់និងបាននិយាយថាអូខេហ្នឹងហើយអត់អីទេចឹងប៉ុន្តែអ្នកនាងកុំភ្លេចអាសាមកលេងខ្ញុំផងណាព្រោះអីខ្ញុំនឹកលឺនៅស៊ូមេរ៉េវិញក៏ថាអូខេអត់អីចាំខ្ញុំអាសាទៅលេងពួកគេទាំងពីរនាក់ក៏បានចែកផ្លូវគ្នារៀងខ្លួនទៅធ្វើការទៅស្រាប់តែមាននារីម្នាក់ដែលពាក់វ៉ែនតាធំនិងបានសួរអំពីស៊ូមេរ៉េពីអ្នកជិតខាងលើកមុនបានលេចមុខមកទៀតហើយចំតាមដានស៊ូមេរ៉េមែនបានឃើញតាមគ្រប់កន្លែងអញ្ចឹងហើយនារីម្នាក់ហ្នឹងក៏បាននិយាយថាចំនាងគឺបានផ្ញើឆ្កែរបស់នាងជាមួយនឹងប្អូនស្រីរបស់នាងមែនយីបើមកសើបមែនតើសើបពីឆ្កែរបស់ស៊ូមេរ៉េឬក៏សើបពីស៊ូមេរ៉េឲ្យច្បាស់ទៅហៀបមកស៊ូមេរ៉េនេះវិញនាងឆ្ងល់ថាយីលោកហាស៊ូមីហ្នឹងបើស្រឡាញ់ខ្ញុំម្លឹងហេតុអីមិនសុំរៀបការហ្មងទៅណែចេះតែអញ្ចឹងតាហាស៊ូមីចឹងបើស៊ូមេរ៉េចេះតែមិនច្បាស់ការថាគេស្រឡាញ់នាងឬក៏អត់ហ្នឹងបើថាស្រឡាញ់នឹងចង់ក្បែរទៅហើយសុំរៀបការហ្មងទៅតពីនឹងទៀតស៊ូមេរ៉េក៏បានមកធ្វើការទាំងមិនស្រួលខ្លួនផ្ដាសាយផងនិងក្តៅខ្លួនផងតែនៅតែមកធ្វើការទៀតចំជាកំពូលបុគ្គលិកឆ្នើមមែនតែសំខាន់ណាoutfitរបស់ស៊ូមេរ៉េឡើងសាហាវហ្មងប្រៀបដូចជាធ្វើការក្រោមព្រិលអញ្ចឹងបុគ្គលិកស្រីដែលនៅហ្នឹងក៏បានដើរមកនិយាយជាមួយនឹងស៊ូមេរ៉េថាការប៉ັດអ្នកនាងមើលទៅដូចជាមិនស្រួលទេគួរតែទៅរកពេទ្យទៅស៊ូមេរ៉េវិញមានតែខ្វល់ឯណានៅតែបន្តធ្វើការធម្មតាចំណែកអាគូរគិវិញនាងក៏បានដើរមកនិងនិយាយជាមួយនឹងស៊ូមេរ៉េថាហើយអ្នកនាងពិតជាសយមែនមកឈឺអីចំថ្ងៃឈប់សម្រាកលំហែពីការងារស៊ូមេរ៉េវិញនាងក៏ឆ្ងល់ថ្ងៃឈប់សម្រាកគូរមីក៏ថាត្រូវហើយថ្ងៃឈប់សម្រាកអ្នកនាងអត់ដឹងទេចុះស៊ូមេរ៉េវិញគ្រាន់តែឮថាក្រុមហ៊ុនឲ្យនាងឈប់សម្រាកលំហែកាយអ្វីដែលនាងគិតមុនគេគឺថាកឈិនឹងហ្មងនាងសម័យថាកឈិពេលហ្នឹងគឺសប្បាយចិត្តខ្លាំងហ្មងព្រោះអីនាងបានសម្រាកនៅផ្ទះ5ថ្ងៃពេលដែលចេញពីធ្វើការវិញមើលទៅស៊ូមេរ៉េដូចជាទរន្ទរាខ្លាំងណាស់អញ្ចឹងផឹងដើរឡើងចដើសឹងតែមិនរួចទៅហើយស្រាប់តែពេលហ្នឹងនាងបំរុងដួលទៅហើយក៏មានដៃនរណាម្នាក់ក៏បានចាប់ទាញនាងការប៉ັດអ្នកទាំងអស់គ្នាថាកឈិសោះថាកឈិពេលហ្នឹងក៏បានទាញស៊ូមេរ៉េមកអោបដោយសេចក្តីនឹករលឹកជាខ្លាំងតែពេលហ្នឹងស៊ូមេរ៉េស្រាប់តែទន់ជើងដួលទៅនឹងដីហ្មងថាកឈិអត់ជំរឿក៏បានលើកនាងអ៊ីវទៅនិងបានព្យាយាមដាស់ស៊ូមេរ៉េឲ្យភ្ញាក់ការប៉ັດថាកឈិនាំស៊ូមេរ៉េមកមើលឥន្ទនូលើនេះសោះគេក៏បានប្រាប់ស៊ូមេរ៉េថាអ្នកនាងឃើញអត់វាគឺជាសត្វពស់ដែលភ្ជាប់រវាងឋានសួគ៌និងភពផែនដីរបស់យើងដែលជាសញ្ញានឹងនាំសំណាងមួយមកកាន់យើងហើយរឿងល្អនឹងកើតមានឡើងនៅពេលដែលយើងបានឃើញវាពេលដែលថាកឈិនិយាយចប់ស៊ូមេរ៉េក៏រៀងញញឹមបន្តិចហើយពេលដែលត្រឡប់មកផ្ទះវិញថាកឈិអ៊ីវស៊ូមេរ៉េបដានឹងបានប្រាប់ស៊ូមេរ៉េថាហ្នឹងហើយខ្ញុំនឹងត្រឡប់ទៅផ្ទះវិញឆាប់នេះស៊ូមេរ៉េក៏ឆ្លៀតស៊ូបញ្ជាក់ថាតើឯងពិតជាទៅមែនអត់ថាកឈិក៏បាននិយាយថាត្រូវហើយគឺខ្ញុំត្រូវទៅព្រោះអីខ្ញុំអត់មានកន្លែងណាត្រូវទៅក្រៅពីផ្ទះអ្នកនាងទេការប៉ັດកន្លែងនេះអ្នកទាំងអស់គ្នាថាកឈិគេក៏មានជំរឿត្រូវទៅដែរប៉ុន្តែមានតែផ្ទះស៊ូមេរ៉េមួយគត់ដែលគេចង់នៅតពីនឹងពេលដែលថាកឈិ3ស៊ូមេរ៉េឡើងទៅលើផ្ទះរបស់នាងស្រាប់តែលេចមុខហ្វូគូឈីម៉ានៅនឹងដែរចំឬមួយក៏នាងចង់មកតាមដានស៊ូមេរ៉េម្នាក់ទៀតហើយហ្វូគូឈីម៉ាវិញក៏បាននិយាយម្នាក់ឯងថាចំអ្នកនាងស៊ូមេរ៉េនេះគួរឲ្យសង្ស័យនេះតពីនឹងថាកឈិក៏បានមកមើលថែស៊ូមេរ៉េមានទឹកក្តៅទឹកត្រជាក់និយាយរួមមើលថែនាងតតនាងជាពីជំងឺហ្មងរយៈពេលដែលស៊ូមេរ៉េឈប់5ថ្ងៃហ្នឹងពួកគេទាំងពីរនាក់ដូចជាសប្បាយរីករាយខ្លាំងណាស់អញ្ចឹងមានតែការញ៉ាំអីជុំគ្នានិងបន្លែងគ្នាឡើងពេញហ្នឹងហ្មងតពីនឹងយូរីក៏បានមកលេងស៊ូមេរ៉េហើយពួកគេទាំងពីរនាក់បាននិយាយគ្នាលេងសើចឡើងផ្អើលពេញហ្នឹងហ្មងជាពិសេសបើកលេចទៅកាន់ស៊ូមេរ៉េវិញទឹកមុខស្រស់បោះខុសពីរាល់ដងបើមិនស្រស់បោះមិនបើគេត្រូវគ្នាជាមួយនឹងថាកឈិវិញហើយ